ជំរាបសួរបងហើយជំរាបសួរអ្នកគ្រូលោកគ្រូទាំងអស់គ្នាដែលជាអ្នកខេត្តកំពង់ធំផ្ទាល់ហើយសប្បាយចិត្តមែនតើមកដល់ខេត្តកំពង់ធំហើយមានលោកគ្រូអ្នកគ្រូគាត់មកចូលរួមអានចូលរួមស្ដាប់វេទិកាយើងអញ្ចឹងណាដោយសារថ្ងៃនេះយើងជជែកគ្នាពាក់ព័ន្ធជាមួយនឹងប្រធានបទពីអ្នកអានខ្លាចជាអ្នកសរសេរហើយវាគ្មិនយើងគឺជាអ្នកដែលនៅខេត្តកំពង់ធំមានកិត្តិយសបោះឈ្មោះបោះសម្លេងច្រើនហើយ fan គាត់ច្រើនមែនតើឲ្យតែលើទឹកដៃសំណេរហ្នឹងគឺមានអ្នកអានជាច្រើនគឺចាប់អារម្មណ៍ទៅនឹងសំណេររបស់គាត់គឺមានបងស៊ូខេមរិនហើយនឹងវាគ្មិនសពមួយដងគឺមានបងដេហើយនឹងលោកគ្រូគីហៀងដែលសិតតែជាអ្នកដែលចូលរួមជាគំនិតនៅក្នុងការផ្លាស់ប្ដូរទៅកាន់បងប្អូនយុវជនក៏ដូចជាសង្គមជាតិយើងនៅជ្រុងណាមួយចឹងទៅតែថ្ងៃនេះយើងចង់ដឹងបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងទឹកដៃរបស់អ្នកនិពន្ធនៅក្នុងកិច្ចការសង្គមជាតិចាប់ផ្ដើមពីអ្នកអានហើយបានវិវត្តខ្លួនទៅជាអ្នកសរសេរចឹងយើងចង់ចាប់ផ្ដើមកម្មវិធីតែម្ដងទៅចឹងចង់ជំរាបសួរបងខេមរិនថាបាទចង់ចាប់ផ្ដើមពីសំណួរតើបងចាប់ផ្ដើមមើលឃើញខ្លួនឯងរកឃើញខ្លួនឯងចាប់ផ្ដើមជាអ្នកនិពន្ធពីពេលណាទៅបងបាទនិយាយទៅពេលដែលខ្ញុំចង់ខ្លាចជាអ្នកនិពន្ធហ្នឹងគឺនៅពេលខ្ញុំនៅថ្នាក់ទី10បងបាទនៅក្នុងថ្នាក់ទី10ហ្នឹងរឿងរ៉ាវវារៀងវែងឆ្ងាយតិចបើសិនជាចង់ឲ្យខ្ញុំលម្អិតទេបាទខ្ញុំលម្អិតបានបាទតែមានហេតុផលអីគេដែលជំរុញឲ្យបងចង់និពន្ធទៅកាលដំបូងនោះគឺដោយសារនៅថ្នាក់ទីកាលខ្ញុំថ្នាក់ទី9ហ្នឹងគឺបងស្រីខ្ញុំនៅថ្នាក់ទី12ហើយបងស្រីខ្ញុំហ្នឹងគាត់ប្រឡងជាប់សិស្សប៉ាកែបាទហើយខ្ញុំគិតថាខ្ញុំតើគួរធ្វើអ្វីម្យ៉ាងដើម្បីបានការទទួលស្គាល់ពីគ្រួសារហើយខ្ញុំគិតខ្លួនឯងមានសក្តានុពលទៅលើជាអ្នកចម្រៀងទៅលើអីទេបាទអញ្ចឹងគិតថាមានតែធ្វើជាអ្នកនិពន្ធទេដែលអាចមានសក្តានុពលបានបាទហ្នឹងគឺជាកម្រិតកកើតដំបូងបាទតែកាលលោកបងមើលឃើញពីបញ្ហាអីមួយពីហេតុផលណាមួយបានធ្វើឲ្យជំរុញអាហ្នឹងកាន់តែខ្លាំងឡើងរហូតដល់បងអាចមកដល់ជាអ្នកនិពន្ធអញ្ចឹងណាបន្ទាប់ពីយើងចង់ខ្លាចជាអ្នកនិពន្ធហើយគឺយើងមានការតាំងចិត្តខ្ពស់ហ្មងបាទខ្ញុំចាប់ផ្ដើមអានសភៅច្រើនជាងមុនសភៅកាលហ្នឹងខ្ញុំចាប់អារម្មណ៍ទៅលើសភៅលោកគយសរុនបាទហើយនៅពេលដែលយើងអានទៅវាយើងឆ្ងាញ់នឹងអាការសរសេរប្រកបហើយយើងបានផ្លាស់ប្ដូរការគិតទៀតបាទពីមុនយើងគ្រាន់តែចង់ខ្លាចជានិពន្ធគ្រាន់តែចង់មានការទទួលស្គាល់ពីគ្រួសារពីអីទេតែក្រោយមកទៀតយើងត្រូវលើនឹងទៀតហើយបាទយើងត្រូវសរសេរពីអ្វីដែលយើងមើលឃើញនៅក្នុងសង្គមដែលយើងបានរស់ឆ្លងកាត់ហ្នឹងបាទដើម្បីជាសារបង្ហាញទៅកាន់មហាជនក្នុងពេលដែលយើងរស់នៅនឹងឯងបាទរឿងហ្នឹងគឺជារឿងធំបាទមានមួយទៀតបងឥឡូវហ្នឹងសម័យការបច្ចេកវិទ្យាបានវិវត្តទៅរហូតដល់យើងមានទាំង YouTube យើងមានវីដេអូមានអីច្រើនមែនតើចាំបាច់អីយើងនៅតែស្រឡាញ់ទឹកដៃទៅលើការសរសេរហ្នឹងទៀតទៅបងចង់មានន័យថាតើយើងមិនបដូរការគិតការកែប្រែទៅលើការប្រើប្រាស់ឬក៏យ៉ាងណាបងសុំសំណួររៀងជាក់លាក់ទៅលើការប្រើប្រាស់យើងក៏មិនចាប់ផ្ដើមទៅលើការផលិតវីដេអូផលិតអីផ្សេងវិញទៅអាហ្នឹងវាមិនជួយជំរុញទៅដល់អ្នកអានអ្នកស្ដាប់អ្នកមើលកាន់តែច្រើនឡើងអញ្ចឹងណាចង់និយាយថាយើងយកមេតិកាដែលយើងមានស្រាប់ទៅផលិតក្នុង YouTube ឬក៏យ៉ាងណាបងចង់ឲ្យជាក់លាក់តិចបាទចង់និយាយថាឥឡូវហ្នឹងសម័យកាលចាប់ផ្ដើមវិវត្តទៅបច្ចេកវិទ្យាមនុស្សគាត់បែរទៅវិវត្តបច្ចេកវិទ្យាអស់ហើយគាត់ខ្ជិលនឹងអង្គុយអានសភៅនឹងអីមែនតើអញ្ចឹងហេតុអីក៏យើងនៅបន្តការសរសេរការតែងជាសភៅអញ្ចឹងមិនក៏យើងមិនវិវត្តទាំងអស់នឹងទៅជាបច្ចេកវិទ្យាទៅជាអីសម្រាប់សម្របអ្នកអានអ្នកអីចឹងវិញទៅបាទសំណួរនេះល្អដែរបាទតាមពិតទៅខ្ញុំមានគេលើកទឹកចិត្តឲ្យខ្ញុំធ្វើអ្វីដែលយើងមានហ្នឹងបាទដើម្បីជាសូសដាក់នៅក្នុង app ទៅឬក៏ធ្វើជាវីដេអូតាម YouTube អីបាទមានអ្នកលើកទឹកចិត្តឲ្យរកលុយតាមហ្នឹងទៀតបាទក៏ប៉ុន្តែខ្ញុំនិយាយទៅយើងមាន color មួយគេថាអ្នកនិពន្ធរៀងស្ងប់ស្ងាត់បន្តិចបងបាទរៀងស្ងប់ស្ងាត់ហើយស្នាដៃយើងនឹងចង់សរសេរតាមរយៈជាសភៅដើម្បីជាអត្តសញ្ញាណយើងមួយបាទយើងអត់ចង់បំបែកអត្តសញ្ញាណរបស់យើងទេព្រោះយើងខំកសាងមកការរកឃើញខ្លួនឯងជាអត្តសញ្ញាណហ្នឹងគឺជារឿងសំខាន់បងដើម្បីបើសិនជាមហាជនឬក៏មិត្តអ្នកអានណាមួយគាត់ចង់ព័ត៌មានអំពីយើងទេត្រូវតែមានលក្ខណៈពិសេសគាត់ព័ត៌មានហ្មងបាទដល់ពេលអញ្ចឹងទៅបាទខ្ញុំនៅតែបន្តសរសេរជាសភៅហើយនឹងយើងបន្តបង្ហោះតាមក្នុងបណ្ដាញសង្គមហ្នឹងបាទតែប៉ុណ្្នឹងទេបាទតែប៉ុណ្្នឹងទេបាទលើកទឹកចិត្តឲ្យបងបើសិនជាមានសំណួរអីចង់ឲ្យសួររៀងបដិញឲ្យច្រើនតិចបាទខ្ញុំអាចងាយឆ្លើយបានល្អជាងឆ្លើយវិញចិត្តដល់ហើយបងចិត្តដល់ហើយឥឡូវយើងគាត់តែជាការប្រហើបកម្ដៅសាច់ដុំឯងសម្រាប់បងដេវិញដោយសារបងស្គាល់បងខេមរិនយូរហើយអញ្ចឹងពីបងទៅមើលទៅឃើញជ្រុងបងខេមរិនជាអ្នកនិពន្ធបែបម៉េចទៅបងជាទស្សនៈបងទៅកាន់គាត់បើពេលនេះណាពេលនេះបើថយក្រោយ11ឆ្នាំមុនយើងពីរនាក់គ្រាន់តែអ្នកទាត់សីជាមួយគ្នាទេយើងចូលចិត្តលេងកីឡាដែលធ្វើឲ្យសុខភាពរបស់យើងអាចរស់បាននិយាយបានថ្ងៃនេះបើយើងអត់បានលេងកីឡាទេប្រហែលពួកយើងឈឺមិនបានចែករំលែកគំនិតទេអញ្ចឹងតាក់ទងនឹងស្នាដៃនិពន្ធរបស់ស៊ូខេមរិនខ្ញុំឃើញថាគាត់ប្រហែលជាឆ្លងកាត់ការអានច្រើនហើយបានគាត់ច្របាច់លាយគ្រឿងនៃអត្ថន័យហ្នឹងធ្វើឲ្យភ្នែករបស់ខ្ញុំត្រចៀករបស់ខ្ញុំចង់តាមដានចង់ដឹងថាតើគាត់នឹងសរសេរអ្វីទៀតស្នាដៃខ្មាស់ឆ្កែយប់អាណាមឹកនិងទឹកខ្មៅល្វីងនេះទឹកខ្មៅល្វីងពិតជាល្វីងគ្រប់ទំព័រមែនអានេះខ្ញុំទទួលស្គាល់ពីព្រោះខ្ញុំបានអានណា
ហើយក៏វាឆ្លោះបញ្ចាំងឃើញកញ្ចក់សង្គមពិតមួយដែលវាដូចទៅអ្វីដែលគាត់រប៉ាត់របាយក្នុងអត្ថន័យគ្រប់ទំព័ររបស់គាត់មែនអ្នកនិពន្ធបើអសិនជាមិនមានការអានច្រើនទេប្រកាសជាមិនអាចនឹងច្របាច់យកអត្ថន័យឲ្យអ្នកអាននឹងបានរសជាតិនៃការមើលរបស់គេនឹងទេហើយមិញហ្នឹងខ្ញុំសូមចូលរួមបន្តិចតាក់ទងនឹងថាហេតុអ្វីបានមិនឲ្យគាត់នឹងធ្វើវីដេអូឬក៏ធ្វើជាមេត្តាផ្សេងផុសនៅក្នុង YouTube Facebook ណាជនជាតិខ្មែរយើងអត់មានគ្រឹះទេបើមើលសភៅស៊ូខេមរិនត្រូវតែមើលសភៅតែបើមើលវីដេអូស៊ូខេមរិនអាវីដេអូ5មួយទៀតវាតាក់ភ្នែកដែរអញ្ចឹងខ្ញុំចង់ឲ្យគ្រប់គ្នានឹងប្រទេសខ្មែរយើងវាខ្វះអវប្បធម៌ឬក៏ទម្លាប់អានកាលណាចាប់ទូរស័ព្ទវាមិនមែនទៅជាអានវាទៅជាកាច់ទៅជាមើលអាផ្សេងអត់ប្រយោជន៍វិញអញ្ចឹងកលៈពេលនេះប្រទេសទំនើបណាដែលគេទំនើបហើយក៏គេមិនអាចចោលសភៅនឹងដែរគេនៅតែអានពីព្រោះម្ដាយឪពុកណាបងប្រុសប្អូនស្រីណាកាន់សភៅកាន់យូរទៅអាកុមារក៏កាន់ដែរព្រោះការកាន់សភៅវាបង្ហាញថាអានមែនតែបើកាន់ទូរស័ព្ទអាចស្ដាប់អាចអានឬក៏អាចមើលរឿងអីផ្សេងដែលធ្វើឲ្យគំរូវាមិនដោះដូច្នេះស៊ូខេមរិនរក្សាទម្លាប់ឬក៏រក្សា color របស់គាត់ខ្ញុំគាំទ្របើសិនជាក្នុងគោលបំណងកាច់តរលុយមែនលុយវាធ្វើយើងផ្្លាត់នៅជំហានណាមួយនៅពេលដែលយើងដើរតរវាបើយើងគិតតែពីលុយអញ្ចឹងគាត់រក្សាបាន color របស់គាត់ខ្ញុំក៏រក្សាការមើលរបស់ខ្ញុំដែរអញ្ចឹងសម្រាប់ខ្ញុំយល់ឃើញថាគាត់មើលសភៅច្រើនអញ្ចឹងបានប្រធានបទពីថ្ងៃនេះពីអ្នកអានខ្លាចជាអ្នកសរសេរអញ្ចឹងខ្ញុំនឹងរងឆ្លើយសំណួរផ្សេងទៀតនៅពេលដែលពេជ្របោះមកបាទបងដោយសារតែឥឡូវហ្នឹងដោយសារមានពាក្យគេថាឥឡូវអ្នកធម្មតាក៏ខ្លាចជាអ្នកនិពន្ធបានដែរអញ្ចឹងណាដល់ពេលអញ្ចឹងទៅធ្វើឲ្យទឹកដៃមួយចំនួនការនិពន្ធរបស់គាត់ទៅអ្នកខ្លះអានបន្តិចទៅគាត់រៀងធុញដោយសារការសរសេររៀងស្រារៀងអីល្មមអញ្ចឹងទៅអានេះក៏ធ្លាប់មានទស្សនៈនឹងកើតឡើងដែរអញ្ចឹងណាអញ្ចឹងបើប្រៀបថាអ្នកនិពន្ធឥឡូវជាមួយនឹងការអតីតកាលយើងប្រកាសហើយអតីតកាលទឹកដៃរបស់គាត់គឺនៅតែរក្សាស្នាដៃនិងវណ្ណកម្មរបស់គាត់នៅតែបន្សល់ដល់បច្ចុប្បន្នដោយរឿងកលាបៃលិនរឿងអីកវីគង់មិនជឿនៅជាដើមគឺគាត់សុទ្ធតែអ្នកដែលនិពន្ធជើងចាស់ហើយបន្សល់ដល់រងៃចុះហេតុអីក៏អ្នកនិពន្ធយើងបច្ចុប្បន្នអត់អាចខ្លាយទៅជាអ្នកនិពន្ធដែលអាចបន្សល់ស្នាដៃដកជាប់ឲ្យងុំនៅក្នុងកៅអៅដួងចិត្តរបស់យុវជនឬក៏ប្រជាពលរដ្ឋខ្មែរទៅបងបាទនេះនិយាយទៅយើងវាអាស្រ័យទៅលើអ្នកនិពន្ធម្នាក់បងបាទពីការតាំងខ្លួនពីការរកឃើញខ្លួនឯងនិងអាការផំប្រឹងប្រែងទៅលើគុណភាពសភៅគុណភាពទឹកដៃរបស់ខ្លួនហ្នឹងឯងបាទបើសិនជាគាត់បានអានច្រើនបាទគាត់កាលណាគាត់អានច្រើនគាត់បានធៀបចូលច្រើនបាទអ្នកនិពន្ធដាច់ខាតត្រូវតែជាអ្នកអានដ៏សកម្មម្នាក់បានអាចទៅរួចបាទមិនអាចនៅតែក្នុងបន្ទប់ហើយទៅសេអ្វីតាមតែនឹកឃើញឬក៏មើល script ខ្សែភាពយន្តផ្សេងឲ្យមកប្របែកហ្នឹងគឺនេះបាទអានច្រើនហើយដើរមើលនឹងច្រើនទៀតបាទដើម្បីយើងដឹងពេលដែលយើងបានដើរយើងបានធៀបចូលយើងជួបពីរបៀបរបបរស់នៅការសម្របខ្លួនអញ្ចឹងវាជាប្រធានបទដ៏សម្បូរបែបអញ្ចឹងកាលណាយើងបង្កើតនៅជើងមេឃរបស់ខ្លួនយើងកាន់តែធំការប្រយ័ត្នប្រយែងក្នុងការចេញស្នាដៃហ្នឹងគឺកាន់តែប្រយ័ត្នបាទដូចជារឿងខ្ញុំផ្ទាល់អញ្ចឹងបាទដូចជារឿងដែលខ្ញុំចង់សរសេររឿងសំឡេងជឿច្រត់ហ្នឹងប្រហែលជា6ឆ្នាំហើយបាទអញ្ចឹងនៅពេលដែលយើងរៀងចាស់ទុំតិចទៅអាការប្រយ័ត្នប្រយែងក្នុងការចេញស្នាដៃហ្នឹងកាន់តែប្រយ័ត្នបាទទីមួយយើងគិតថានៅពេលដែលចេញទៅបត់មានកន្លែងឆ្ងាញ់ឲ្យអ្នកអានទេបាទវាជាការខាតលុយរបស់គាត់ហើយខាតពេលវេលាទៀតទិញខាតលុយមួយសាហើយអានអត់បានអីហ្នឹងខាតមួយសាទៀតបាទអញ្ចឹងដោយសារយើងអត់ផ្ដោតទៅលើអាការរលុយនឹងច្រើនទេបាទយើងគិតទៅលើគុណភាពយើងប្រយ័ត្នប្រយែងកាន់តែខ្លាំងអញ្ចឹងបើសិនជាអ្នកនិពន្ធម្នាក់គាត់បានគិតទៅលើអាហ្នឹងគាត់នឹងមានការប្រយ័ត្នប្រយែងក្នុងការចេញស្នាដៃអញ្ចឹងនៅពេលដែលគាត់ចេញសភៅគាត់នឹងគិតថានឹងមានគុណភាពបាទជាងការដែលខំប្រឹងបញ្ចេញដណ្ដើមគ្នានៅលើបណ្ដាញសង្គមអញ្ចឹងបាទព្រោះកាលណាគាត់ចេញទៅគុណភាពគាត់អត់សូវបានទេព្រោះគាត់លើបរិមាណគិតទៅលើទីផ្សារខ្លាំងជាងបាទចុះបងនៅពេលដែលបងចាប់ផ្ដើមចេញអាសភៅហ្នឹងនិពន្ធសភៅហ្នឹងបងមើលឃើញពីជ្រុងពីបញ្ហាឬក៏ពីអីខ្លះទៅបានបងរហូតដល់មានគំនិតទៅក្នុងការនិពន្ធជាសាច់រឿងណាមួយចឹងណាបងស្នាដៃដែលខ្ញុំបោះពុំផ្សាយលើទីផ្សារហ្នឹងភាគច្រើនជាកំណាព្យបាទហើយជាកំណាព្យហើយនឹងរឿងខ្លីបាទខ្ញុំគិតថាកំណាព្យវាមួយរយៈមុនកំណាព្យនៅក្នុងសង្គមខ្មែរហ្នឹងមានគេចាប់អារម្មណ៍ពីសម័យដើមបាទតែមកដល់សម័យយើងរៀងមុនឆ្នាំ2000និងក្រោយឆ្នាំ2000ទីហ្នឹងអត់សូវងើបទេបាទហើយខ្ញុំទទួលបានការបោះពុម្ពផ្សាយសភៅខ្មាស់ឆ្កែដំបូងហ្នឹងគឺទទួលបានការឧបត្ថម្ភពី Sander Family នៅសហរដ្ឋអាមេរិកបាទគាត់ជួយមកបោះពុម្ពទេបាទហើយការបោះពុម្ពហ្នឹងគឺជាការហក់ចូលក្នុងទីផ្សារលើកដំបូងទាំងដែលសភៅកំណាព្យហ្នឹងគឺអត់សូវមានហ្មងបាទតែយើងបោះពុម្ពទៅបានជោគជ័យបាទបោះពុម្ពទៅបានជោគជ័យរឿងហ្នឹងធ្វើឲ្យខ្ញុំមានគំនិតចង់បោះពុម្ពទៀតហើយយើងបានសម្រិតសម្រាំងស្នាដៃបន្ថែមទៀតទៅលើនឹងដោយថាយើងធ្វើការឆ្លុះបញ្ចាំងពីមួយដំណាក់កាលប្រៀបធៀបខ្លួនឯងនឹងស្នាដៃចាស់ហើយប្រៀបធៀបខ្លួនឯងនឹងអ្នកនិពន្ធពីចំនួនមុនព្រមទាំងអ្នកនិពន្ធស្ករគ្នាព្រមទាំងអ្នកនិពន្ធនៅក្នុងប្រទេសជិតខាងផងដែរបាទដើម្បីនេះបាទលោកគ្រូចាំបន្តិចសិនចង់ស្ដាប់ពីបងដេមកសំណួរទៀតដែរអញ្ចឹងណា
បើពីបងដេដោយសារបងនិយាយអំពីទឹកខ្មៅល្វីងអញ្ចឹងបងជាអ្នកអានតើបងមានអីជា feedback ទៅកាន់បងខេមរិនតើវាពិតជាល្វីងឲ្យអ្នកអានផ្សេងទៀតគួរតែចាប់យកសភៅហ្នឹងអត់ឬក៏មិនដែរអញ្ចឹងណាបងទឹកខ្មៅល្វីងបើមើលទៅវាជាអត្ថបទកំណាព្យដែលគាត់ឆ្លោះបញ្ចាំងអំពីតថភាពសង្គមជាក់ស្ដែងជាលក្ខណៈថាឲ្យក៏ប៉ុន្តែបើយើងយកពាក្យថាឲ្យរបស់គាត់នៅក្នុងឃ្លាកំណាព្យនីមួយៗយកមកគិតវាពិតជាអាចផ្លាស់ប្ដូរបានពីព្រោះខ្ញុំអានទឹកខ្មៅល្វីងឃ្លាខ្លះខ្ញុំសោចតាក់ទងនឹងលទ្ធផលនៃកសិកម្មតាក់ទងនឹងអំណាចប្រើឥទ្ធិពលខ្លាំងពេកដែលมันអាចផ្លាស់ប្ដូរអ្វីបានហ្នឹងណាអញ្ចឹងចំពោះមិត្តអ្នកអានបើបានភ្លក់ទឹកខ្មៅល្វីងហើយប្រកាសជានឹងស្គាល់រសជាតិភាពល្វីងដូចជាថ្នាំដែលមានប្រសិទ្ធភាពទៅអាចព្យាបាលនៅអ្វីមួយព្រោះថ្នាំគេពាក្យខ្មែរគេថាម៉េចថ្នាំកាន់តែល្អវាកាន់តែល្វីងអញ្ចឹងគាត់ប្រៀបធៀបទឹកខ្មៅដូចជាទឹកថ្នាំដែលមានគុណភាពខ្លាំងក្នុងការព្យាបាលជំងឺសង្គមអញ្ចឹងពេលដែលខ្ញុំមើលខ្ញុំចូលចិត្តមើលអត្ថបទកំណាព្យដោយសារតែអ្នកមើលអត្ថបទកំណាព្យលុះត្រាតែខ្សែមโนចិត្តគាត់ហ្នឹងវាដិតដាមជាមួយនឹងរឿងសង្គមច្រើនហើយពីព្រោះអត្ថបទកំណាព្យតាក់ទិចនៃអ្នកនិពន្ធហ្នឹងគាត់ដាក់មកឃ្លាសឹងតែឃើញពីទំព័រអញ្ចឹងគាត់ច្បាច់ឃ្លាចូលគ្នាហើយប្រតិដោយព្យាង្គឲ្យមើលទៅអត់ចេះធុញអញ្ចឹងនេះអានេះហើយគឺជាទឹកខ្មៅល្វីងដែលខ្ញុំបានមើលហើយខ្ញុំក៏ស្គាល់គាត់ហើយក៏មានអារម្មណ៍ថាអ្នកទាត់សីម្នាក់ក៏យើងដឹងថាជាអ្នកនិពន្ធម្នាក់ដែលយើងមិនដែលស្គាល់ពីមុនពី11ឆ្នាំមុនតតស្អីជុំគ្នាទេអាទឹកខ្មៅល្វីងនឹងអត់តន់ចេញទេអញ្ចឹងខ្ញុំគិតថាមិនធម្មតាទេអញ្ចឹងខ្ញុំចេះតាមដានស្នាដៃរបស់គាត់រហូតមកដល់ពេលនេះទើបខ្ញុំដឹងថាទឹកខ្មៅល្វីងក្តីអក្សរសិល្ប៍ណាដែលមានគុណភាពពិតជាអាចជួយសង្គមបាននៅក្នុងការគិតមែនប្រសិនបើអក្សរសិល្ប៍វាដើរតួជួយសង្គមលុះត្រាមិត្តអ្នកអានហ្នឹងទទួលការអានប៉ះសភៅដែលពោពេញទៅដោយគុណភាពដែរបើសិនជាសភៅនឹងអត់មានជំរឿគំនិតគាត់អានយូរទៅគាត់ល្ងិតខ្លួនឯងគាត់ពិបាករកច្រកចេញអញ្ចឹងចំពោះខ្ញុំក៏បារម្ភដែរបើសិនជាខ្ញុំកសាងការអានសភៅទាំងអស់នេះ1500ក្បាលនេះបើសិនជាគាត់មានទម្លាប់អានរួចគាត់ហក់ចូលទៅក្នុងការអានប៉ះមហូបដែលមានគីមីឬក៏ប៉ះសភៅដែលតែសេស្រាលខ្ញុំមើលសភៅមើលអារម្មណ៍កថារួចខ្ញុំមើលដើមមើលចុងចប់បាត់ទាំងសភៅនឹងមិនទាន់ចប់ផងមានថាខ្ញុំមើលទៅអត្ថន័យរបស់គេខ្ញុំច្បាច់មកថាដូចជាអត់លើសអីក្រៅពីរឿងធម្មតាទេអញ្ចឹងពេលខ្លះខ្ញុំតែងតែវាតម្លៃសភៅមួយទៅតាមគុណភាពនៃការគិតរបស់ខ្ញុំនិងសង្គមដែលខ្ញុំជួបខ្ញុំថាសភៅនេះខ្ញុំមិនគួរអានទេដូចជាអ្នកទាំងអស់គ្នារៀនថ្នាក់បឋមតែអានសភៅថ្នាក់បឋមអញ្ចឹងវាសមហើយក៏ប៉ុន្តែអ្នកទាំងអស់គ្នាគួរតែមានការវិវត្តទៅលើការអានដើម្បីរែងយកគំនិតយកមកគិតពិចារណាហើយមកឃើញសង្គមជាក់ស្ដែងទៅតាមអក្សរសិល្ប៍រៀងៗខ្លួនហ្នឹងអញ្ចឹងស្នាដៃរបស់គាត់ខ្ញុំគិតថាជាមនុស្សម្នាក់នៅកំពង់ធំដែលត្រូវតែជួបហើយចែករំលែកទៅកាន់អ្នកស្ដាប់ទាំងអស់គ្នានឹងឲ្យបានជាប្រយោជន៍នៃការអានអក្សរសិល្ប៍ឬក៏កំណាព្យដាក់តែងនឹងឯងបងថាតាមរយៈស្នាដៃដែលយើងផលិតចូលទៅក្នុងសៀវភៅហ្នឹងអាចជួយសង្គមបានជួយនៅជ្រុងណាដែរបងហើយជួយបែបម៉េចដែរទៅអ្នកទាំងអស់គ្នាពីសង្គមមួយដែលរីកចម្រើនដំបូងគេតែងការប្រើប្រាស់អក្សរសិល្ប៍ហ្នឹងឯងគេខ្មែរយើងថាម៉េចអក្សរសិល្ប៍គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមអញ្ចឹងអ្នកទាំងអស់គ្នាបើឆ្លុះកញ្ចក់มันឃើញមុខប្រឡាក់វាចម្លែកអញ្ចឹងអក្សរសិល្ប៍បើសិនជាអ្នកនិពន្ធនឹងបើកជើងមេឃมันមានសម្ពាធគាត់ទៅសេប្រើទឹកប៊ិចរបស់គាត់គ្មានព្រំដែនណាប្រកាសជាអ្នកអានឆ្ងាញ់ដែរតែបើទឹកប៊ិចនឹងជើងមេឃរបស់គាត់មានព្រំដែនដោយសារមានគម្រាមពីពពកខ្មៅនឹងផ្ទះបាញ់គាត់មានសម្ពាធគាត់ទៅសេឲ្យចាញ់ដែរអញ្ចឹងអក្សរសិល្ប៍បើបដោយឲ្យអ្នកមានសេរីភាពទៅសេរៀងរ៉ាវទាំងអស់ចេញទៅដោយគ្មានការមានសម្ពាធគ្មានការគម្រាមខ្ញុំជឿថាទឹកប៊ិចរបស់គាត់ប្រកាសជាបដូរសង្គមបាននេះអក្សរសិល្ប៍អញ្ចឹងបាទចុះខាងលោកគ្រូវិញពីជ្រុងលោកគ្រូមកតើមើលទៅឃើញតើតាមរយៈសៀវភៅឬក៏តាមរយៈស្នាដៃនិពន្ធពិតជាអាចចូលរួមចំណែកក្នុងការជួយសង្គមបានមែនអត់នឹងមិញនិយាយតពីវ៉ាន់ដេបន្តិចណាស្នាដៃនិពន្ធជាទូទៅជាពិសេសយើងជាអ្នកជំនាន់ក្រោយយើងត្រូវមើលឃើញនៅតថភាពជាក់ស្ដែងរបស់សង្គមដើម្បីយើងអាចផ្ដល់ជាដំណោះស្រាយឲ្យសង្គមបានយើងជាផ្នែកនៃដំណោះស្រាយវាតតែយើងឃើញបញ្ហារបស់សង្គមនឹងជាក់ស្ដែងថាសង្គមនឹងវាមានបញ្ហារបៀបណាអញ្ចឹងស្អីគេដែលអាចលាតត្រដាងនៅបញ្ហាសង្គមបានវាតតែមានអ្នកដែលគាត់ពូកែសរសេរពូកែរៀបរាប់ដើម្បីបរិយាយអំពីជ្រុងណាមួយនៃសង្គមឲ្យយើងបានឃើញច្បាស់អញ្ចឹងខ្ញុំសូមឆ្លើយដល់ខ្លីហើយក៏អត់ចង់ចូលរួមច្រើនទេទុកឱកាសហ្នឹងឲ្យខាង Cameron គាត់បានបកស្រាយច្រើនណាអ្នកនិពន្ធដែលល្អគឺគាត់ព្យាយាមបង្ហាញនៅតថភាពសង្គមហ្នឹងបើយើងនិយាយអំពីរឿងសង្គមតែបើសិនជាយើងនិយាយអំពីរឿងទស្សនៈវិញគាត់ព្យាយាមបែងចែកញែកនៅទស្សនៈនោះដើម្បីឲ្យយើងឃើញនៅគ្រប់ជ្រុង
គាត់មិនមែនព្យាយាមឲ្យយើងទទួលយកគំនិតណាមួយថាគំនិតនេះល្អគំនិតនេះអាក្រក់ត្រូវយកគំនិតនេះឬមិនត្រូវយកគំនិតនេះទេតែគាត់ព្យាយាមហែកមួយឲ្យយើងឃើញគ្រប់ទិដ្ឋភាពទាំងអស់ហើយយើងដែលជាអ្នកអានក៏ដូចគ្នាយើងទៅជ្រើសរើសយកមួយជ្រុងយើងមើលឲ្យឃើញគ្រប់ទិដ្ឋភាពទាំងអស់ហើយយើងចាប់ផ្ដើមជ្រើសរើសយកមួយជ្រុងអញ្ចឹងទៅក្នុងករណីដែលស្នាដៃនិពន្ធរបស់គាត់អញ្ចឹងបើតាកតងជាមួយនឹងបញ្ហាសង្គមវាត្រូវតែឆ្លោះបញ្ចាំងអំពីតថភាពជាក់ស្ដែងនៅក្នុងសង្គមនៅជ្រុងណាមួយអញ្ចឹងយើងទោះជាថ្នាក់ដឹកនាំក៏ដោយយើងជាប្រជាពលរដ្ឋក៏ដោយសិតតែជាចំណែកនៃដំណោះស្រាយទាំងអស់តែសួរថាតើយើងដោះស្រាយបែបយ៉ាងម៉េចកើតផ្ដល់ជាដំណោះស្រាយយ៉ាងម៉េចកើតប្រសិនបើយើងអាចមើលឃើញនៅទិដ្ឋភាពជាក់ស្ដែងមើលឃើញគ្រប់ជ្រុងនៃសង្គមអញ្ចឹងធ្វើម៉េចដើម្បីមើលឃើញគ្រប់ទិដ្ឋភាពយើងសង្កេតខ្លួនឯងមួយហើយមួយចំណែកធំទៀតនោះគឺយើងពឹងទៅលើស្នាដៃអ្នកនិពន្ធដែលគាត់ប៉ិនប្រសពនឹងសូមចែករំលែកទៅប៉ុណ្ណឹងបាទចុះទៅកាន់បងវិញក្នុងនាមជាអ្នកនិពន្ធបងគាត់ថាតើយើងអាចចូលរួមដោះស្រាយបញ្ហាសង្គមបែបម៉េចដែរតើបងនិយាយទៅអ្នកនិពន្ធគេថាជាអ្នកដែលតស៊ូសង្គមមួយរូបបាទមេដឹកនាំមួយចំនួនខ្លាចអ្នកនិពន្ធដែរបាទពួកកាលថាអ្នកនិពន្ធយើងនិយាយថាកម្មវត្ថុរបស់អក្សរសិល្ប៍គឺមនុស្សនិងសង្គមបាទគាត់សរសេរមកគឺក្នុងគោលបំណងកែប្រែសង្គមនិងមនុស្សបាទហើយដោះស្រាយបញ្ហាហ្នឹងតាមសិលវិធីរបស់ខ្លួនអញ្ចឹងនៅពេលដែលគាត់លើកយកបញ្ហាមកជាដែលគាត់ដាក់បញ្ចូលក្នុងស្នាដៃហ្នឹងបាទវាជាសារមួយបាទទៅកាន់អ្នកអានទៅកាន់មេដឹកនាំទៅកាន់អ្នកនយោបាយបាទហើយថាពេលគាត់មកគាត់ឆ្លុះបញ្ចាំងទៅគូដោះស្រាយបែបណាដែលក្នុងនាមជាអ្នកអានបើក្នុងជាអ្នកអានគាត់ដោះស្រាយបែបណាក្នុងនាមជាអ្នកនយោបាយជាអីហ្នឹងគឺដោះស្រាយតាមបែបណាអញ្ចឹងវាចូលរួមតាមរយៈហ្នឹងឯងបាទជាសារមួយបាទជាសម្លេងមួយដ៏ធ្ងន់ដែរបាទយើងឃើញនៅក្នុងភូមិមាអញ្ចឹងបាទនៅក្នុងភូមិមាមេដឹកនាំគឺបាញ់សម្លាប់អ្នកនិពន្ធគូសំបាទដោយសារតែបញ្ហាការសរសេរនឹងជាសម្លេងមួយហ្នឹងឯងបាទចុះសម្រាប់បងផ្ទាល់ឬក៏បងមើលឃើញអ្នកនិពន្ធណាផ្សេងទៀតដែលបងគាត់ថាគួរលើកជាឧទាហរណ៍នៅពេលដែលឃើញទិដ្ឋភាពនៃសង្គមមួយហ្នឹងហើយគាត់ឃើញតែបញ្ហាហ្នឹងគួរតែលើកឡើងគួរតែជាដំណោះស្រាយនៃសង្គមបងមានឧទាហរណ៍ពីចំណុចហ្នឹងឬក៏ជាស្នាដៃបងផ្ទាល់ហ្មងអញ្ចឹងណាបាទសូមសំណួរម្ដងទៀតបងបាទមានន័យថាតើបងមើលឃើញតែបញ្ហាសង្គមណាមួយដែលបងគាត់ថាជាឧទាហរណ៍តាមរយៈអ្នកនិពន្ធគឺពិតជាដោះស្រាយបញ្ហាហ្នឹងបានមែននិយាយទៅឧទាហរណ៍ថាការកាប់បំផ្លាញព្រៃឈើអញ្ចឹងបាទអ្នកនិពន្ធគាត់អាចសរសេរអានឹងជាសារទៅបាទអញ្ចឹងអ្នកនយោបាយគាត់មើលឃើញអីចឹងទៅឬក៏ប្រជាជនគាត់អត់មើលឃើញមិនថាតែអ្នកនយោបាយប្រជាជនយើងធម្មតាអញ្ចឹងបាទគាត់ឃើញព្រៃឈើវាប៉ះពាល់ផ្សេងអញ្ចឹងគាត់អាចចូលរួមដាំឬកាត់បន្ថយការប្រើប្រាស់អ្វីដែលធ្វើឡើងពីអស់អីចឹងហើយគាត់រៀបចំជាបដាដាំកូនឈើអញ្ចឹងវាជាចូលរួមបាទវាមិនមែនដោះស្រាយឃើញភ្លាមទេបាទព្រោះក្នុងអក្សរសិល្ប៍បាទការដោះស្រាយឲ្យមានរយៈពេលយូរបាទគាត់ថាជាសកម្មភាពទៅមិនយើងនិយាយទៅឃើញដោះស្រាយបានថ្ងៃនេះឃើញស្អែកអីបានទេបាទវាមិនមែនទេបញ្ហាដែលឡើងក្នុងអក្សរសិល្ប៍វារៀងលក្ខណៈរៀងវែងឡាយទីដែរបាទដោយសារខ្ញុំមើលរឿងសាមកុកដល់ពេលអញ្ចឹងទៅខ្ញុំចេះនឹកឃើញអតិថិភាពមួយដែលពេលដែលនគរយានសាวนគរយានសាវគាត់ទៅវាយជាមួយនឹងឆៅគឺមានអ្នកនិពន្ធម្នាក់ដែលជាអ្នកសរសេរសារវាយចោលក្បត់ហើយតាមរយៈសំណេររបស់គាត់ហ្នឹងគឺគាត់ជេរខាងឆៅហ្នឹងតាំងពីពូជតាំងពីអីជាអ្នកក្បត់ជាតិអីចឹងដើម្បីគោគៀងប្រជាពលរដ្ឋផ្សេងទៀតឲ្យចូលរួមនៅក្នុងសារនយោបាយហ្នឹងគឺទៅវាយឆៅតែម្ដងអញ្ចឹងគឺតាមរយៈទឹកដៃរបស់អ្នកនិពន្ធនោះគឺសាហាវខ្លាំងមែនតើអញ្ចឹងណាដល់ពេលអញ្ចឹងយើងគិតទៅលើជ្រុងនៃសង្គមតើមានចំណែកណាមួយដែលអ្នកនិពន្ធគាត់ពិតជាដោះមែនឧទាហរណ៍សង្គមឥឡូវវាមានបញ្ហាប្រេះឆាទៅលើការកលុកកឆារបស់អ្នកអនឡាញមួយចំនួនឬក៏មិនអីចឹងទៅតើអ្នកនិពន្ធពិតជាចូលរួមចំណែកបានមែនអត់យើងចង់ឃើញអតិថិភាពជាក់ស្ដែងអញ្ចឹងណាបងបាទអញ្ចឹងបញ្ហាអនឡាញដោយសារឥឡូវវាទៅតែកាត់ឡើងថ្មីពេកវាទៅតែរីកដុះដាលបាទអញ្ចឹងយើងអត់ទាន់មានថាពីណាដែលលើកឡើងពីបញ្ហាហ្នឹងខ្លាំងទេខ្ញុំធ្លាប់សរសេរពីនឹងដែរបើតែជាលក្ខណៈកំណាព្យទេបាទការខុសក្នុងបណ្ដាញសង្គមតែអត់ទាន់បានបពុំទេតែខ្ញុំសូមលើកពីបញ្ហាដែលអ្នកនិពន្ធលើកឡើងបាទដូចជានៅក្នុងរឿងផ្កាសពូនបាទរឿងផ្កាសពូនយើងឃើញអំពីអ្នកនិពន្ធបានវិចខ្ចប់ទស្សនៈនោះមិនធំជាងនាលទៅជាមួយផងនៅក្នុងសាច់រឿងបាទដោយឲ្យតួអង្គនាងវិទ្យានឹងស្លាប់បាទអញ្ចឹងអានឹងគឺជាសារមួយដល់យុវជនចំនួនក្រោយបាទជាការតស៊ូមតិហើយជាការប្រែផ្ដាំទៅដល់ពុកម្ដាយកាលណាគាត់ដាក់សម្ពាធការរើសគូសកលទៅលើកូនទេលទ្ធផលនឹងគឺអាចដោយវិទ្យាយើងគាត់អាចបាត់បង់បាទហើយក៏ជាសារមួយដល់សម្រាប់តួអង្គមន្ទឿនអ្នកអានអ្នកសិក្សានឹងក៏រកឃើញដែរថាតួអង្គមន្ទឿនជាតួអង្គបែបណាបាទគាត់ស្រឡាញ់គេមែនតែមន្ទឿនអត់បានតស៊ូដើម្បីនាងធីវីទេបាទតាំងពីដើមដល់ចប់ពុំមានឈុតណាមួយដែលបង្ហាញថាមន្ទឿនមានឆន្ទៈចង់ដណ្ដើមនាងវិទ្យាមកទេបាទគឺអត់ទេបាទអញ្ចឹងអាការដែលមើលឃើញអញ្ចឹងបាទអញ្ចឹងគឺយុវជនក្តីម៉ែឪក្តីហ្នឹងគាត់អាចសិក្សាហ្នឹងគាត់ចូលរួមដោះស្រាយបាទអ
អញ្ចឹងយើងឃើញថាសេរីភាពក្នុងការរើគូសកលមកដល់លើឃើញមានថាវាមានភាពល្អប្រសើរជាងមុនតែកត្តានេះមិនមែនមានកត្តាអសរសិល្ប៍មួយទេបាទមានកត្តាមួយធំមួយទៀតដែលយើងរកឃើញថាវាជាអត្តពលរួមមកដែរបាទតែបើសិនជាបងចង់ឲ្យនិយាយបានយើងនិយាយបាទចំណុចហ្នឹងបាទខ្ញុំគិតថាក្រៅពីសាររបស់អ្នកនិពន្ធដែលសរសេរនៅក្នុងរឿងផ្កាសពូនក្តីរឿងទុំទាវក្តីទៅលើការរើគូសកលហ្នឹងយើងឃើញថាមកដល់បច្ចុប្បន្ននេះយើងមើលឃើញមិនមែនយើងមានរបាយការណ៍ណាមួយដែលជាក់លាក់នេះទេយើងឃើញជាការសង្កេតរបស់យើងផ្ទាល់យើងឃើញថាការជ្រើសរើសគូសកលហ្នឹងវាពិតជាមានលក្ខណៈធូរវាល្អប្រសើរជាងមុនមែនក៏ប៉ុន្តែគេរកឃើញថាការដែលរកធ្វើឲ្យកូនហ្នឹងមានលទ្ធភាពជ្រើសរើសគូសារបានខ្លួនឯងគឺសិតនៅលើសេរីភាពហិរញ្ញវត្ថុបាទព្រោះការពីដើមឡើយការចែកទ្រព្យការចែកអីគឺទៅលើពុកម្ដាយទាំងដីស្រែដីអីអញ្ចឹងពុកម្ដាយមានសិទ្ធិគ្រប់គ្រងការរៀបចំគូសកលនឹងមែនទែនតែឥឡូវប្រជាជនយុវវ័យយុវជនយើងហ្នឹងគាត់មានការងារធ្វើគាត់រកលុយបាននៅខ្លួនឯងអញ្ចឹងអាសេរីភាពហិរញ្ញវត្ថុហ្នឹងមានន័យថាបើសិនជាពុកម្ដាយគាត់មិនជួយក៏គាត់មានលទ្ធភាពកសាងគូសារឲ្យខ្លួនគាត់ដែរបាទហ្នឹងយើងរកឃើញថាសមស្របជាមួយអ្នកនិពន្ធវាទាន់ជាមួយនឹងសម័យកាលយើងផងដែរបាទតើតងចំណុចនេះបាទបានច្រើនដោយសារតែជាទូទៅប្រធានបទនៅកំពង់ធំដូចរឿងប្លែកបន្តិចតាក់ទងពីអ្នកអានទៅយើងអានទៅសេអញ្ចឹងវេទិកានេះម្ចាស់ផ្ទះហាក់បីដូចជាបានបង្ហាញនៅផ្លូវជាច្រើនបង្ហាញអំពីគុណតម្លៃរបស់អ្នកនិពន្ធនៅក្នុងសម័យកាលគ្រប់សម័យកាលទាំងអស់អញ្ចឹងប្រទេសណាក៏ដោយប្រសិនបើលូតលាស់ខ្វះការតែងនិពន្ធខ្ញុំជឿថាក៏ដូចជាខ្វះរសជាតិមួយយ៉ាងរបស់សង្គមដែរព្រោះអ្នកនិពន្ធបើយើងគិតទៅគាត់ដើរតួសំខាន់ណាស់នៅក្នុងការបង្ហើបនៅបញ្ហាហើយបង្ហាញនៅដំណោះស្រាយថាដោះយ៉ាងម៉េចទៅតាមអក្សរសិល្ប៍ទៅតាមស្នាដៃនិពន្ធរបស់គាត់អញ្ចឹងចំពោះខ្ញុំអ្នកនិពន្ធខ្ញុំនៅតែគិតថាគាត់គឺជាចលករមួយយ៉ាងនៅធ្វើឲ្យសង្គមរបស់យើងនឹងបានឃើញនៅអ្វីមួយច្បាស់ប្រសិនបើមិត្តអ្នកអានបានអាននៅស្នាដៃមួយដែលមានសេរីភាពអត់មានសម្ពាធអាហ្នឹងខ្ញុំជឿថាពិតជាអាចជួយសង្គមបានពិតពីព្រោះខ្ញុំនៅតែឲ្យជីវិតផ្ទាល់ខ្លួនខ្ញុំអានសភៅ400ក្បាលជាងខ្ញុំឃើញថាការអាននេះខ្ញុំឃើញតាក់ទិចរបស់អ្នកនិពន្ធគាត់បានបង្ហាញខ្ញុំគ្រប់ជ្រុងនៃរឿងហើយបញ្ចប់ជាមួយនឹងការឲ្យដំណោះស្រាយឲ្យយើងជ្រើសរើសអញ្ចឹងនៅពេលដែលខ្ញុំបានអានខ្ញុំមិនបានយល់ទេតែខ្ញុំបានគិតអានគឺអានឲ្យគិតអ្នកនិពន្ធខ្លះគាត់ប្រកែគាត់ទៅសេយើងគិតពេលគិតពេលខ្លះអត់ជួបក្នុងអាទិត្យហ្នឹងទេតែជួបក្នុងឆ្នាំក្រោយគិតយល់ពីសង្គមមួយហ្នឹងណាអញ្ចឹងខ្ញុំចូលរួមជាមួយនឹងរឿងនេះប្រធានបទយើងពីអ្នកអានខ្លះជាអ្នកសរសេរអញ្ចឹងបើមិនសិនជាអ្នកសរសេរទាំងឡាយដោយអត់បានអានខ្ញុំជឿថាកំតនសរសេរល្អជាងដោយសារអីពីព្រោះការអានវាដូចជាការរើសយកគំនិតគ្រប់ទំព័រមកច្របាច់ឲ្យទៅជាអត្ថន័យទៅជារសជាតិមួយឲ្យមិត្តអ្នកអានជំនាន់ក្រោយនឹងគាត់បានភ្លក់អញ្ចឹងបើយើងជាអ្នកអានម្នាក់ហើយពួកយើងអានច្រើនរួចមិនសរសេរក៏ខុសទៀតអានច្រើនដើម្បីសរសេរតែបើសិនជាយើងសរសេរអត់អានអត់បានទេអញ្ចឹងខំរៀនដើម្បីអានខំអានដើម្បីសរសេរខំសរសេរដើម្បីបន្សល់ខំបន្សល់ដើម្បីគុណធម៌មនុស្សដូចគ្នាមនុស្សងាប់ទៅត្រូវបន្សល់គ្នាអីឲ្យមនុស្សហ្នឹងឯងបើយើងមិនបន្សល់អីឲ្យបានទេបាទព្រោះធម្មតាខ្ញុំឃើញអ្នកនិពន្ធគាត់មាន color ខុសៗគ្នាអ្នកនិពន្ធខ្លះគាត់សរសេរមកផ្លូវចិត្តរបស់គាត់ដូចជាត្រជាក់យើងអានទៅមានអារម្មណ៍ថាសន្តិភាពទៅតាមសំណេររបស់គាត់ហ្មងសាច់រឿងដែលគាត់សរសេរអ្នកនិពន្ធខ្លះគឺគាត់រៀងប្រើសំណេរមកដូចជាអាវុធចឹងដូចបងចឹងខ្ញុំអានមួយឃ្លាមកវាមុតស្រួចចាក់ទៅក្នុងបញ្ហានៃសង្គមចឹងទៅចឹងអ្នកអានក៏យើងទៅជ្រើសរើសទៅតាមទឹកដៃទៅតាមអ្វីដែលជាចំណង់ចំណូលចិត្តរបស់យើងដូចជាការជ្រើសរើស idol ដែរតែដោយសារបងលើកឡើងថាតើតែมันមានសម្ពាធมันមានរបាំងมันមានរនាំងទៅការតសេរបស់យើងទៅវាបានផលឬក៏តសេទៅវាលះអញ្ចឹងពីបងទៅតើបងគិតថានៅតែមានសម្ពាធទៀតឬក៏មិនដែរការតសេរងថ្ងៃហ្នឹងសម្រាប់ខ្លួនខ្ញុំផ្ទាល់ការសរសេរសពថ្ងៃហ្នឹងថាឲ្យវាមានសម្ពាធជាដុំធំអីក៏មិនមានដែរប៉ុន្តែថាឲ្យមិនព្រួយបារម្ភសោះក៏អត់ដែរបាទយើងស្ថិតនៅក្នុងការមួយដែលរៀងព្រួយបារម្ភពីសុខភាពខ្លួនឯងដែរបាទពីព្រោះខ្ញុំតែងតែគិតថាការវ័យនិពន្ធជាធុកមួយដើមដែលមានពន្លឺតិចតួចនៅក្នុងទីងងឹតហើយផ្សែងវាអាចធ្វើឲ្យគេផ្សាភ្នែកបាទអញ្ចឹងវាតែងតែប៉ះពាល់ផ្លូវចិត្តគេអញ្ចឹងមានន័យថាវាជាមិនផុតទេបាទយើងជាមិនផុតទេពីរឿងហ្នឹងបាទទៀតអាពេលដែលបងនិពន្ធហ្នឹងតើឧទាហរណ៍តើបងទៅកន្លែងហ្នឹងឃើញពីបញ្ហាអីគេទៅបានបងអាចចេញទៅជាសាច់រឿងហើយតាក់តែងទៅជាការនិពន្ធហ្នឹងអាហ្នឹងសុំបទពិសោធន៍បងចែកម្លែងតិចអញ្ចឹងបាទចំណុចនេះជាសំណួរល្អបាទដែលខ្ញុំចង់ចែករំលែកបាទជាទូទៅបើសរសេរកំណាព្យវារៀងប្រមូលទស្សនវិជ្ជាអីរៀងលឿន
បាទដោយសារតែកំណាប់យើងបរិយាយខ្លីជួនកាលមកព្រឹត្តិការណ៍យើងអាចសរសេរបានហើយបាទអាចសរសេរបានបង្ហាញបានហើយតែបើខ្ញុំសរសេររឿងខ្លីជួនកាលយើងត្រូវកាត់តផ្សំ3 4ព្រឹត្តិការណ៍ដែរបាទជាក់ស្ដែងខ្ញុំលើកឧទាហរណ៍មួយនៅក្នុងរឿងរបាំងមុខផ្លូវកាច់ជ្រុងបាទរបាំងមុខផ្លូវកាច់ជ្រុងហ្នឹងរឿងហ្នឹងនិយាយអំពីវាកើតឡើងក្នុងសម័យកូវីដបាទនៅពេលដែលកូវីដផ្ទុះឡើងហ្នឹងមានវិជ្ជាបណ្ឌិតជនជាតិចិនម្នាក់ហ្នឹងដែលគាត់ខំប្រឹងការផ្សព្វផ្សាយពីការប្រកាសសន្ននិងការព្យាបាលអ្នកជំងឺហ្នឹងរហូតដល់គាត់ស្លាប់ហើយខ្ញុំឃើញសារអត្ថបទមួយហ្នឹងបកស្រាយដោយប្រែសម្រួលជាភាសាខ្មែរដោយបណ្ឌិតប៉ែនស្ថានបាទខ្ញុំមិនដឹងថាគាត់បានមកពីណាទេបាទតែខ្ញុំមើលទៅវាថាច់ឈៀងវាប៉ះពាល់ដល់បេះដូងខ្ញុំមែនទែនបាទខំប្រឹងខ្លួនឯងជួយដល់មនុស្សជាតិបាទដោយមិនបានគិតពីការបាត់បង់អាយុជីវិតខ្លួនឯងបាទអាហ្នឹងបានមួយរឿងទៅបាទហើយបន្តមកទៀតនៅពេលដែលកូវីដនឹងផ្ទុះឡើងការលក់ម៉ាននៅក្នុងប្រទេសយើងរៀងឡើងថ្លៃតិចបាទដល់ទៅ1-4,000 រៀលបាទ1-4,000 រៀលអញ្ចឹងបានខ្ញុំច្បាច់យកព្រឹត្តិការណ៍មួយទៀតនិយាយពីមនុស្សម្នាដែលចាំទិញម៉ាសនៅក្នុងអសដ្ឋានមួយកន្លែងទៅបាទគាត់ចាំទិញហើយអ្នកដែលទៅចាំទិញហ្នឹងឯងតួអង្គនឹងខ្ញុំដកចេញពីមួយឈុតទៀតបាទមួយឈុតនោះខ្ញុំជីដើរលេងស្រុកស្រែខ្ញុំឃើញម៉ែនិងកូន2នាក់ហ្នឹងគាត់សវ៉ាក្តាមរៀបក្តាមពេលបានមកហើយគាត់យកក្តាមនឹងទៅលក់បាទនៅពេលដែលលក់បានហើយនោះលុយដែលបានហ្នឹងកូនហ្នឹងវាទាទៅទិញទឹកអំពៅញ៉ាំបាទហើយខ្ញុំឃើញព្រឹត្តិការណ៍ហ្នឹងគឺវាសំណោះមែនទែនបាទហើយម្ដាយហ្នឹងមិនដឹងតែគាត់ចង់ຕົកស្អីទេបាទហើយខ្ញុំភ្ជាប់សាច់រឿងហ្នឹងខ្ញុំកាត់តហ្នឹងថាឲ្យតួអង្គហ្នឹងយកលុយហ្នឹងទៅຕົកទិញម៉ាស់ទៀតបាទហើយស្របពេលហ្នឹងកូនហ្នឹងវាចេះតែទិញទឹកពៅទិញទឹកពៅហ្នឹងទៅខ្ញុំបង្កើតតួអង្គអ្នកលក់ទឹកពៅហ្នឹងមើលឃើញបាទមើលឃើញគាត់ឃើញអញ្ចឹងគាត់ក៏ឲ្យច្រកទឹកពៅមកឲ្យកុមារហ្នឹងឲ្យបានញ៉ាំបាទហើយស្របតែពេលហ្នឹងតួអង្គម្ដាយដែលចូលទៅទិញម៉ាស់ហ្នឹងគាត់ប្រមូលលុយខ្ជុកខ្ញៅ 4-5 ពាន់ហ្នឹងទៅទិញម៉ាស់ដល់ម្ដងទៀតប្រហែលជាបានតិចពេកគាត់ប្រមូលលុយមួយសារទៀតចូលទៅទិញមួយសារទៀតបាទតែចូលទៅអត់បានទេហើយខ្ញុំបង្កើតព្រឹត្តិការណ៍ថាអ្នកលក់ហ្នឹងឯងបានណាត់គាត់បាទមើលទទួលក្រោយមកឃើញគាត់ដើរទៅខាងពេទ្យទៅឃើញអ្នកលក់ម៉ាស់ហ្នឹងគាត់ឲ្យម៉ាស់ទៅឲ្យម៉ាស់ទៅគាត់ម្ដងបាទមានតែយើងបញ្ចូលទៅជាការចែករំលែកថានៅក្នុងពេលដែលមនុស្សកំពុងតែជួបទុក្ខភ័យយើងមិនគួរតែកេងប្រវ័ញ្ចពីលើគ្នាពេកទេហើយក៏យើងមានការចូលរួមផ្សេងៗនៅក្នុងសាច់រឿងហ្នឹងដែរបាទអាហ្នឹងបាទអញ្ចឹងព្រឹត្តិការណ៍ក្នុងរឿងមួយចង្ការយើងត្រូវកាត់ត3-4រឿងដែលយើងជួបដើម្បីឆ្នៃជាកូនរឿងមួយបានបាទព្រោះខ្ញុំទៅសើត្រង់ថាអ្នកនិពន្ធពេលខ្លះខ្ញុំអានប្រហែលជាមកទំព័រអាពេល introduction របស់គាត់ណាអាសេចក្តីប្រាប់ខ្ញុំចូលទៅហ្នឹងវាធ្វើឲ្យមានការសង្ស័យខ្ញុំទៅក្នុងសាច់រឿងហ្នឹងវាមានអីទៀតតែសភៅខ្លះដូចបងថាអញ្ចឹងគាត់ថាមើលក្បាលហើយមើលចង់ខ្ញុំដឹងតែដូចថាយើងវាវាយតម្លៃបាត់ហើយយើងអូតូម៉ាទិកទៅបាត់ហើយអញ្ចឹងខ្ញុំវាយតម្លៃអូសភៅហ្នឹងប៉ុណ្្នឹងហើយអញ្ចឹងតែខ្ញុំទៅសើសាច់រឿងត្រង់ថាអានមកដំបូងហ្នឹងវាធ្វើឲ្យយើងចង់ដឹងតទៅទៀតហើយបើសម័យកាលដើមបងឃើញសភៅបើនិយាយពីរឿងមុនអាគមវិញណាដូចទៅពាំងត្រាំវិញ្ញាណអីបងឬក៏អ្នកចម្បាំងជ័យដែនអីអានហើយគឺព្រឺរោមកដូចថាមុនអាគមព្រាយបិសាចគាត់គឺសាហាវហ្មងហើយបើថារឿងស៊ីអារម្មណ៍វិញណាអានហើយគឺអូយថាព្រឺដល់ពេលរឿងបែបអសរសិល្ប៍ក៏ប្រកែទៀតតែដល់ពេលការប្រៀបធៀបបន្តិចណាបងកលេចមកបច្ចុប្បន្នយើងមិនសូវឃើញមានស្នាដៃណាដែលដកជាប់ដិតអារម្មណ៍ដល់យុវជនយើងសោះអញ្ចឹងចង់ស្ដាប់ពីបងជាអ្នកនិពន្ធតើអ្នកនិពន្ធខ្លួនឯងបច្ចុប្បន្នតែយើងគួរតែរៀបចំខ្លួនបែបម៉េចឬក៏យើងតម្រង់បែបម៉េចដើម្បីឲ្យស្នាដៃរបស់យើងចេញទៅគឺមានគុណភាពទោះបីយើងមិនបាច់ប្រៀបធៀបក៏ប៉ុន្តែយើងគួរតែមានគុណភាពសម្រាប់បច្ចុប្បន្នកាលរបស់យើងទៅកាន់បងប្អូនដែរអញ្ចឹងណាបងបាទអរគុណបងបកក្រោយទីដែរបាទតាក់ទងទៅនឹងរឿងដែលបងលើកឡើងមិញបាទកាលណាបើគេនិយាយអំពីរឿងអភិនិហាវិញខ្ញុំឲ្យទៅលើលោកគង់ប៊ុនឈឿនហើយបាទក៏លើគាត់រឿងអភិនិហារឿងខ្មោចហ្នឹងគឺអត់មានពីណាតនទៅសេឈ្នះគង់ប៊ុនឈឿនទេបាទតែពាំងត្រាំវិញ្ញាណក្តីព្រាយក្តាមសង្ហែក្តីកេសរគោលបិសាចក្តីរៃមាសទួលស្លែងក្តីបាទអូគឺញាក់សាច់ហ្មងបាទគាត់ប្រកែណាគង់ប៊ុនឈឿនគឺអ្នកនិពន្ធដែលបង្កើតគំនិតបាទមិនដឹងថាគាត់អានច្រើនគាត់ដើរច្រើនហ្នឹងគាត់ជួបហ្នឹងគាត់ឆ្នៃច្រើនបាទបើនិយាយអំពីរឿងគុណនិយមវិញអត់មានពីណាឈ្នះមិត្តសគុណនេះពីដើមបាទគង់ប៊ុនឈឿនក៏គាត់ខ្លាំងខាងនេះដែរក៏ប៉ុន្តែមិត្តសគុណតែសេរឿងគុណនិយមគឺដាច់គេប៉ាត់ហ្មងបាទគឺខ្លាំងមែនទែនអញ្ចឹងដូចខ្ញុំនិយាយអំពីដើមអញ្ចឹងអ្នកនិពន្ធចាំបាច់ត្រូវតែជាអ្នកអានបាទព្រោះតើតអានស្ដាប់ដើរលេងមកយើងបានធៀបចូលមកយើងឆ្នៃបានបាទអញ្ចឹងខ្ញុំរកឃើញថាបើសិនជាអ្នកនិពន្ធទេព្យាយាមបង្កើតគំនិតជាជាងត្រាប់គំនិតបាទអញ្ចឹងយើងរកឃើញថាអ្នកសរសេរសប្តាហ៍ថ្ងៃជួនកាលគាត់ខ្ញុំមើលទៅរៀងលក្ខណៈថាត្រាប់គំនិតច្រើនជាងបង្កើតគំនិតបាទអញ្ចឹងបើយើងបង្កើតគំនិតវាមានអ្វីដែលថ្មីមានអ្វីដែលឆ្ងាញ់ឲ្យអ្នកអានបាទមានអ្វីឆ្ងាញ់ឲ្យអ្នកអានតែបើយើងត្រាប់គំនិតមានន័យយើងគ្រាន់តែយកអ្វីដែលមានហើយយកមកសរសេរទេបាទអញ្ចឹងវាអាចគ្រាន់តែវាអត់សូវប្លែកបាទអញ្ចឹងគឺអ្នកអានអ្នកនិពន្ធត្រូវតែជាអ្នកអានឲ្យច្រើនបាទដើរមើលឲ្យច្រើនសង្កេតឲ្យច្រើនបាទ
មើលសង្គមឲ្យបានច្រើនបានយើងយកមកហ្នឹងសរសេរទៅវាបានស៊ីជម្រៅបាទបើយើងនៅតែក្នុងបន្ទប់ទេយើងរៀងពិបាកបន្តិចហើយបាទព្រោះយើងមិនអាចមើលឃើញជើងមេឃបានវែងឡាយបាទ ដូចយើងអ្វីដែលខេមរិនបានលើកមកមិញយើងបកទៅប្រធានបទយើងវិញយើងនិយាយអំពីអ្នកអានទៅជាអ្នកសរសេរអញ្ចឹងដំបូងគឺយើងឲ្យតម្លៃទៅលើការអានអញ្ចឹងយើងនិយាយអំពីគុណប្រយោជន៍នៃការអានខ្ញុំជឿថានៅក្នុងសង្គមយើងក៏ជាញឹកញយយើងតែងតែឮគេប្រាប់ថាអានវាមានប្រយោជន៍ណាស់អានវាសំខាន់ណាស់គឺយើងឮហើយម្ដងទៀតប្រហែលថ្ងៃមុនខ្ញុំបើកវីដេអូ Facebook មកខ្ញុំឃើញមានវីដេអូខ្លីមួយដែលគេនិយាយអំពីជនជាតិឆ្វីសគេនិយាយថាជនជាតិឆ្វីសមានតែ 0.2% នៃប្រជាជនទូទាំងពិភពលោកទេក៏ប៉ុន្តែក្នុងចំណោមអ្នកដែលទទួល Nobel ពិភពលោកមាន 1/5 ស្មើនឹង 20% នៃអ្នកដែលទទួល Nobel ពិភពលោកគឺជាជនជាតិឆ្វីសមានអ្នកដែលមានឥទ្ធិពលបំផុតនៅសហរដ្ឋអាមេរិក200នាក់មានពាក់កណ្ដាលគឺជាជនជាតិឆ្វីសក្នុងចំណោមសាស្ត្រាចារ្យនៅសាកលវិទ្យាល័យដែលល្បីខ្លាំងនៅសហរដ្ឋអាមេរិកមាន 1/3 គឺជាសាស្ត្រាចារ្យដែលជាជនជាតិឆ្វីសអញ្ចឹងតាក់ទងជាមួយនឹងជនជាតិឆ្វីសភាពអស្ចារ្យរបស់ជនជាតិឆ្វីសបាត់បង់ប្រទេសត្រឡប់មកយកវិញគឺយើងដឹងច្រើនមែនទែនក៏ប៉ុន្តែខ្ញុំខ្លួនឯងនេះខ្ញុំឆ្ងល់ថាហេតុអីបានជាជនជាតិហ្នឹងវាខ្លាំងសម្បើម្លេះគ្រប់ចំណុចគ្រប់កន្លែងទាំងអស់គឺលើសគេទាំងអស់នៅពេលដែលយើងសិក្សាទៅមានចំណុចសំខាន់ 2-3 តែក្នុងចំណោមចំណុចសំខាន់ 2-3 ហ្នឹងគឺជនជាតិឆ្វីសឲ្យតម្លៃខ្លាំងបំផុតទៅលើការអានមានប្រពៃណីមួយរបស់ជនជាតិឆ្វីសហ្នឹងគឺកូននៅពេលដែលធំបន្តិចឡើងឪពុកម្ដាយគាត់យកទឹកឃ្មុំទៅបន្តក់ទៅលើសៀវភៅគម្ពីររបស់ជនជាតិឆ្វីសហ្នឹងណាអញ្ចឹងការបន្តក់ទៅលើសៀវភៅដើម្បីឲ្យកូនហ្នឹងលិតទឹកឃ្មុំពីសៀវភៅហ្នឹងវិញពីគម្ពីរហ្នឹងវិញអត្ថន័យពីរដែលអាណាព្យាបាលហ្នឹងចង់ឲ្យកូនយកបានទី1គឺគេឲ្យតម្លៃទៅលើសាសនារបស់គេទី1ទី2គេចង់ឲ្យកូនរបស់គេដឹងថាយើងនឹងទទួលបានភាពផ្អែមល្ហែមរសជាតិទឹកដមអំពីសៀវភៅឲ្យស្រឡាញ់សៀវភៅតាំងពីក្មេងតដែលជនជាតិឆ្វីសមានទម្លាប់មួយទៀតគឺគេតែងតែយកទូសៀវភៅទៅដាក់លើក្បាលត្នេកអត្ថន័យពីរដូចគ្នាទី1គឺគេគោរពស្រឡាញ់សៀវភៅអត់ដាក់ចុងជើងទេគេដាក់លើក្បាលត្នេកដាក់នៅលើចុងជើងមានន័យថាយើងអត់ឲ្យតម្លៃសៀវភៅគ្រប់គ្រាន់អញ្ចឹងដាក់លើក្បាលត្នេកទី1គឺយើងឲ្យតម្លៃទី2វាងាយស្រួលក្នុងការយើងទាញយកវាមកអានអញ្ចឹងគ្រប់ចំណុចដែលខ្ញុំនិយាយចឹងជនជាតិនេះគឺជាជនជាតិខ្លាំងមែនតែនៅពេលដែលយើងសិក្សាលម្អិតថាហេតុអ្វីបានជាជនជាតិនឹងខ្លាំងម្លេះគឺដោយសារតែជនជាតិនឹងអានអញ្ចឹងដូច Cameron ហើយវ៉ាន់ដេក៏បានលើកឡើងមកមិញថាមុននឹងយើងទៅសេដាច់ខាតយើងត្រូវតែអានបើយើងសុកយើងទៅទៅសេយើងទៅសេពីអីក៏ប៉ុន្តែអានមិនមែនគោលដៅយើងចាំត្រូវតែអានហើយយើងទៅទៅសេទេក៏ប៉ុន្តែការសរសេរគឺជាស្អីបើសិនជាយើងចូលចិត្តអានក៏ប៉ុន្តែអត់មានណាទៅសេឲ្យយើងអានតើយើងអានស្អីដូនតាយើងជំនាន់មុនគាត់អាចផ្ទេរចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់ដោយសារអីដោយសារគាត់សរសេរមិនខ្វល់ថាជាការដោះស្រាយបញ្ហាសង្គមទេក៏ប៉ុន្តែការសរសេរគឺជាមធ្យោបាយក្នុងការផ្ទេរចំណេះដឹងទាំងចំណេះដឹងទាំងប្រវត្តិសាស្ត្រដូចនៅក្នុងលោកប្អូនមិញនិយាយពីប្រវត្តិសាស្ត្រប្រទេសចិននៅក្នុងតាំងពីបុរាណមកជាង 3000 ឆ្នាំនៃប្រទេសចិនគឺក្រុមអ្នកនិពន្ធគឺគេឯករេចរហូតស្ដេចឬមួយព្រះរាជានៅប្រទេសចិនគឺគ្មានសិទ្ធិអីទៅឲ្យអ្នកនិពន្ធនឹងគាត់ទៅស្អីអីតាមចិត្តរបស់គាត់ទេគាត់ឃើញស្អីពីសង្គមហ្នឹងគឺអ្នកនិពន្ធនឹងគាត់ទៅស្អីអាហ្នឹងយើងប្រហែលជាស្គាល់អ្នកនិពន្ធមួយឬមួយយើងហៅអ្នកប្រាជ្ញម្នាក់ឈ្មោះជីវតាខ្វាន់ដែលមកស្រុកហ្នឹងក៏គាត់ជាអ្នកនិពន្ធមួយដែរគឺរាជវង្សចិនជំនាន់នោះបានបញ្ជូនគាត់មកឲ្យស្រាវជ្រាវគាត់ត្រាគ្រប់ច្រកលហកទាំងអស់ដើម្បីអីទី1គឺដើម្បីយកព័ត៌មានយកទៅផ្ដល់ឲ្យជនជាតិចិនវិញដើម្បីដឹងព័ត៌មានជុំវិញពិភពលោកអញ្ចឹងការសរសេរការនិពន្ធគឺជាមធ្យោបាយតែមួយគត់ក្នុងការផ្ទេរចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់ដូចលោកប្អូនលើកឡើងពីមុនដែរថាហេតុអ្វីបានសម័យការបច្ចេកវិទ្យារីកចម្រើនប៉ុណ្ណឹងហើយមិនបានជាយើងមិនធ្វើអីក្រៅពីសរសេរទៅដូចជាណែនាំខេមរិនមិនក៏គាត់មិនទៅផលិតជាវីដេអូឬមួយធ្វើអីទាំងទីមួយគាត់ឆ្លើយថាដោយសារតែវាជា color របស់គាត់គឺជាពណ៌របស់គាត់គេស្គាល់គាត់តាមរបៀបហ្នឹងតែយើងត្រូវសង្កេតថាមធ្យោបាយក្នុងការទទួលយកចំណេះដឹងវាមានច្រើនស្ថានវាអាចអានវាអាចមើលវាអាចស្ដាប់មិនអញ្ចឹងក៏ប៉ុន្តែយើងត្រូវដឹងថាក្នុងចំណោមមធ្យោបាយនៃការទាញយកចំណេះទាំងអស់ដឹងទាំងអស់ការអានគឺជាមធ្យោបាយដ៏ពិសេសបំផុតមួយគឺអស្ចារ្យបំផុតមួយដោយសារអី
វាផ្ដល់ពេលវេលាឲ្យយើងគ្រប់គ្រាន់ក្នុងការពិចារណាទៅលើគំនិតហ្នឹងយើងស្ដាប់វាផុតទៅបានតែគំនិតថ្មីមកទៀតយើងមិនតាន់ទាំងមានពេលគ្រប់គ្រាន់ក្នុងការពិចារណានៅលើគំនិតប្រយោគមួយឃ្លាមួយរបស់អ្នកនិពន្ធផងស្រាប់តែដល់ឃ្លាមួយទៀតហើយយើងបានពេលឯណាក្នុងការពិចារណាអញ្ចឹងខ្ញុំបកមកវិញការនិពន្ធគឺវាពិតជាមានសារៈសំខាន់ខ្លាំងណាស់វាគឺជាមធ្យោបាយក្នុងការផ្ទេរចំណេះដឹងបើសិនជាអត់មានមធ្យោបាយក្នុងការផ្ទេរចំណេះដឹងនឹងទេអញ្ចឹងខ្ញុំឧទាហរណ៍មួយថាមេរៀនប្រពុតចុះប្រពុតរកឃើញអត់មានមធ្យោបាយផ្ទេរអញ្ចឹងយើងត្រូវការទៅត្រាស់ដឹងខ្លួនឯងដើម្បីបានមេរៀននឹងមកម្ដងទៀតវាហេតុអីបានជាយើងមិនបាច់ចាំត្រាស់ដឹងហើយយើងរៀនមេរៀនរបស់ព្រះពុទ្ធដែលព្រះពុទ្ធចំណាយពេលមួយជាតិរបស់ព្រះអង្គឬអ្នកខ្លះក្នុងមេរៀនថាចំណាយពេលប្រមាណជាតិហ្នឹងណាដើម្បីបានមេរៀនប៉ុណ្ណឹងមកចងក្រងជាមេរៀនអ្នកនិពន្ធក៏ចងក្រងជាមេរៀនមកដើម្បីផ្ទេរចំណេះដឹងដូចរឿងសង្គមយើងថ្មីនេះតាក់ទងជាមួយនឹងការបង្កើតក្រុមជំនុំបត្រៃ3ដកអញដើម្បីចងក្រងចំណេះដឹងហ្នឹងដើម្បីឲ្យយើងអ្នកនិពន្ធជំនាន់មុនគាត់និពន្ធមកមានអ្នកបកប្រែមានអ្នកកែសម្រួលដើម្បីបន្សល់ទុកឲ្យយើងតែបន្សល់មកទុកឲ្យយើងធ្វើអីបើសិនជាយើងជំនាន់ក្រោយហ្នឹងអត់អានផងអញ្ចឹងខ្ញុំសង្ខេបមកវិញមានន័យថាដំបូងបំផុតគឺយើងដឹងថាការអានគឺវាពិតជាមានសំខាន់ណាស់ខ្ញុំឧទាហរណ៍ជនជាតិឆ្វេងមិញហ្នឹងណាគាត់ខ្លាំងបានគឺដោយសារតែគាត់អានតែសួរថាយើងទៅអានស្អីបើសិនជាយើងអត់មានអ្នកនិពន្ធផងបច្ចុប្បន្ននៅក្នុងស្រុកខ្មែរយើងសិភៅភាគច្រើនដែលខ្ញុំមើលគឺគាត់បកប្រែអូខេសិភៅបកប្រែវាអូខេវាពិតជាយើងអាចទទួលបានចំណេះដឹងមួយចំនួនមែនតែវាសំខាន់បំផុតគឺយើងអាចផ្សារភ្ជាប់ជាមួយនឹងអ្នកនិពន្ធដែលជាជនជាតិយើងបញ្ចេញផ្នត់គំនិតដែលវាតាក់ទងជាមួយនឹងតថភាពជាក់ស្ដែងនៅក្នុងសង្គមរបស់យើងអានទៅវាស៊ីគ្នាយើងទទួលបានគំនិតជាក់ស្ដែងអញ្ចឹងបកទៅប្រធានបទយើងវិញពីអ្នកអានទៅអ្នកសរសេរអានដើម្បីទទួលបានចំណេះដឹងគ្រប់ចុងជ្រោយបន្ទាប់មកយើងយកចំណេះដឹងហ្នឹងសរសេរដើម្បីផ្ទេរចំណេះដឹងរបស់យើងដែលយើងបានហ្នឹងទៅអ្នកជំនាន់ក្រោយបន្តទៀតសូមចែកលេខប៉ុណ្ណឹងបងតែតងនេះតើមានសំណួរបងខ្ញុំលើកទឹកចិត្តឲ្យសួរខ្ញុំច្រើនមកចង់បានការនិយាយការបញ្ចេញទៅវិញបាទព្រោះកាលណាសួរទៅវាសួរបដិញទៅយើងឆ្លើយវាខ្លីវាចំបាទបើនេះខ្ញុំឆ្លើយវិញទៅវាអត់សូវអញ្ចឹងបានលើកទឹកចិត្តថាឲ្យសួរបដិញឲ្យបានច្រើនបាទរននឹកសួរបាទអញ្ចឹងអ្នកស្ដាប់យើងទាំងឡាយហើយសប្តាហ៍ថ្ងៃនេះខ្ញុំមានបេសកកម្មទូទាំងប្រទេស25រាជធានីខេត្តក្រុងដើម្បីដឹកសៀវភៅឲ្យសាធារណជនបានអានសំណួរសួរថាតើខ្វះសៀវភៅឲ្យតាមខេត្តឬក៏អ្នកទាំងអស់គ្នានឹងខ្វះលុយទិញសៀវភៅមួយក្បាល12000 20000ឬ30000ទេវាមិនមែនជារឿងធំដុំទេដែលខ្វះសៀវភៅឬក៏ខ្វះលុយរឿងធំគឺខ្វះទម្លាប់អានពីព្រោះប្រទេសរបស់ពួកយើងកាលពី47ឆ្នាំមុនអានគឺស្លាប់គឺឪពុកវាយកទៅធ្វើស៊ីនៅក្នុងស្បៃងងឹតលេបយកទាំងស្រុងឪពុកម្ដាយរបស់ពួកយើងមកបន្លាចយើងពេលគាត់នៅរស់គាត់ថាឲ្យខំរៀនខំចេះដឹងហើយដល់ឪពុកមកងាប់ទៀតពេលខ្លះឪពុកម្ដាយដែលគាត់ឆ្លងរឿងហ្នឹងគាត់បំភ័យយើងទៀតណាអញ្ចឹងនៅពេលដែលយើងអត់មានទម្លាប់អានហើយស្រាប់តែសម័យឪពុកហ្នឹងវាដុតចោលនៅរឿងរ៉ាវដែលយើងចង់អានទៀតធ្វើឲ្យយើងដាច់មកកណាត់នៃពូជយើងនេះអញ្ចឹងយើងវាជាប្រទេសមួយអភ័ព្វដែរក៏ប៉ុន្តែរឿងដែលកើតជាអភ័ព្វហ្នឹងឆ្នៃវាទៅជាកម្លាំងអញ្ចឹងបានជាខ្ញុំបន្តដឹកសភៅហ្នឹងដើម្បីឲ្យអ្នកអានទាំងអស់ហ្នឹងគាត់នឹងត្រៀមខ្លួនខ្លាចទៅជាអ្នកសរសេរបើសិនជាអ្នកសរសេរបច្ចុប្បន្នឥឡូវអត់ដែលអានសភៅលើពី400 500ក្បាលផងគាត់មកសរសេរធ្វើឲ្យអ្នកអានចំនួនថ្មីហ្នឹងវាគ្មានរសជាតិខ្ញុំវាបារម្ភហ្នឹងឯកភាពជាមួយស៊ូខេមរិនថាចុះប្រសិនបើគាត់មានទម្លាប់អានហើយគាត់ហក់តែអានប៉ះសភៅមួយដែលគ្មានរសជាតិតើគាត់នឹងដើរកវីក្បាលដោយស្រាំងខ្ទេចដែរឬទេពីព្រោះមើលទៅវាអត់ឆ្ងាញ់នៅក្នុងទំព័រមួយហ្នឹងគាត់កើតចិត្តថាខំបានសាងទម្លាប់អានហើយប៉ះសភៅមក10ក្បាលមើលទៅអត់ចូលចិត្តសោះមើលទៅអត់បានគុណភាពនៃរសជាតិនៃចំណងជើងសោះណាចឹងបានជាយើងតស៊ូថាអ្នកអានទាំងឡាយប្រសិនបើអ្នកអានបានច្រើនទើបសំខ្លាចជាអ្នកសរសេរទោះអ្នកមិនសរសេរក៏អត់ទៅប៉ុន្តែបើអ្នកចង់ខ្លាចជាអ្នកសរសេរក៏មិនអាចខ្វះពីការអានខ្វះការច្រើជ្រាវនិងដើរហើរដែរខ្ញុំមិនស្ដាប់ខេមរិនថាការដើរហើរក៏ជាផ្នែកមួយនៃការសរសេរព្រោះនៅពេលដែលខួរក្បាលយើងដើរហើរនៅជ្រុងបៃតងរបស់ស្រូវប្រហែលជា flow នៅក្នុងខ្សែអារម្មណ៍យើងបានរឿងផ្សេងពេលខ្លះយើងទៅស៊ីការកូនអ្នកមានអារម្មណ៍យើងផ្សេងអញ្ចឹងពេលអារម្មណ៍វាចេញមកយើងត្រូវចាប់វាទៅជាគុណជាតិរបស់ទំព័រមួយយកមកសរសេរទុកបន្សល់ពេលខ្លះយើងមិនដឹងថាយើងឆ្លាតអាសាអីអារម្មណ៍ចេញមកពឹបយើងត្រូវសរសេរកុំឲ្យយើងផុតអាហ្នឹងអញ្ចឹងការចូលរួមរបស់ខ្ញុំយើងដាក់ប្រធានបទបើចង់ខ្លាចជាអ្នកសរសេរมันអាចអត់បានអានសិនទេតែអញ្ចឹងទេវាក្បត់អ្នកមើលយើងអាការក្បត់ហ្នឹងវាឈឺចាប់ហើយពេលព្រោះ
បើយើងបោះពុំ5 6ក្បាលយើងរាប់លុយក្នុង ABA ឃើញ6 7,000 ដុល្លារចូលក៏ប៉ុន្តែអ្នកស្ដាប់យើងអត់មានចូលប៉ុណ្ណឹងគាត់ស្ដាប់រឿងសាមញ្ញរឿងរាក់ទៅធ្វើឲ្យយើងវាមានការខ្មាស់បាបមែនហើយយើងពេលខ្លះខ្ញុំឯកភាពដែរខ្ញុំចង់បញ្ចេញសភៅខ្ញុំខ្លាចទិញយកទៅទុកក្រោមគ្រែធ្វើឲ្យសំណេររបស់ខ្ញុំក៏មិនបានត្រូវបានគេមើលហើយអ្នកទិញទៅក៏អស់លុយហើយខ្ញុំក៏គិតថាគេមើលហើយវាខាតទាំងអស់អញ្ចឹងពួកយើងត្រូវកសាងអាហ្នឹងសិនកសាងការអានហ្នឹងហើយបាទដោយសារយើងជជែកគ្នានេះយើងមានអ្នកអានយើងមានអ្នកសរសេរហើយជាគោលដៅរបស់ពួកយើងគឺដើម្បីសង្គមជាតិដោះស្រាយនៅបញ្ហាណាមួយឬក៏ជាផ្នែកមួយនៃការបំពេអារម្មណ៍របស់អ្នកអានអីចឹងទៅតែដោយសារតែចង់សុំបងបន្ថែមទៀតតែពាក់ព័ន្ធជាមួយនឹងអ្នកនិពន្ធដោយសារតែបងគិតថាដើម្បីឲ្យខ្លាចជាអ្នកនិពន្ធល្អតតែបង្កើនការអានចុះក្រៅពីការអាននិងក្រៅពីការដើរហើរហ្នឹងតែយើងត្រូវធ្វើម៉េចដើម្បីឲ្យទឹកដៃរបស់យើងដាក់ទៅវាមានអត្ថន័យវាប្រកបរស់នៅក្នុងហ្នឹងអញ្ចឹងណាបងព្រោះរឿងដែលខ្ញុំបារម្ភនិយាយស្មោះត្រង់ដោយសារខ្ញុំមានមិត្តភក្តិមួយពេលដែលគេរៀបចំពីពណ៌សភៅអញ្ចឹងពួកខ្ញុំដាក់លុយ 100000 ទៅអញ្ចឹងខ្ញុំទិញឲ្យបានមួយក្បាលទេដោយសារមិត្តភក្តិខ្ញុំជាអ្នកអត្ថាធិប្បាយខ្ញុំគាត់បើកមកទិញឲ្យសភៅនឹងនិយាយចេះហ្នឹងគាត់អានតែ introduction មកគាត់អាចអត្ថាធិប្បាយខ្ញុំហើយខ្ញុំចង់ដឹងខ្ញុំ scan 3 4 ទំព័រអញ្ចឹងមែនដល់ពេលអញ្ចឹងគាត់អាចមើលធ្លុះពីអាហ្នឹងដល់ពេលអញ្ចឹងខ្ញុំក៏ខ្ជិលទិញមួយគាត់ទៅវាទៅជាខូចមនុស្សទាំងពីរនាក់អញ្ចឹងណាអញ្ចឹងខ្ញុំខ្លាចរឿងហ្នឹងវាកើតជាមួយនឹងអ្នកផ្សេងដែរអញ្ចឹងតើយើងធ្វើម៉េចអ្នកនិពន្ធដើម្បីឲ្យអ្នកនិពន្ធគាត់ដាក់ទៅទឹកដៃរបស់គាត់មួយវាមានអោជ្រោះនៅក្នុងហ្នឹងអញ្ចឹងណាបងបាទបងសំណួរល្អទៀតហើយបាទតេតងនឹងការកសាងស្នាដៃនេះទី1អ្នកនិពន្ធខ្លួនឯងត្រូវរកខ្លួនឯងឃើញសិនបាទរកអត្តសញ្ញាណខ្លួនឯងបាទតើយើងជាអ្នកនិពន្ធឬក៏ជាអ្នកស្រាវជ្រាវហ្នឹងផ្ដោតទៅលើអីបាទរកឲ្យឃើញខ្លួនឯងហ្នឹងសិនបាទដោយខ្ញុំនេះខ្លួនខ្ញុំនេះមនោកលើរបស់ខ្ញុំនេះគឺសង្គមនិងជីវិតទស្សនវិជ្ជាហើយនឹងជាមួយមនោសញ្ចេតនាបាទខ្ញុំតែប៉ុណ្្នឹងទេបាទអញ្ចឹងនៅពេលដែលយើងរកឃើញខ្លួនឯងយើងទៅមើលស្រាវជ្រាវអីយើងផ្ដោតទៅលើអស់ហ្នឹងបាទអញ្ចឹងយើងយកមកប្រសុទ្ធយើងយកមកសរសេរទៅលើនឹងឯអត់ពីកាលទេបាទកាលណាយើងចាប់ color ច្រើនតង់ពេកយើងអត់ទេបាទវាអត់បានទេបាទអញ្ចឹងតើរកឲ្យឃើញខ្លួនឯងបន្តមកទៀតយើងសរសេរបាទសរសេររហូតមកបាទដូចខ្ញុំសល់ស្នាដៃដែលសរសេរអត់ទាន់បោះពុំហ្នឹងជាង20ស្នាដៃផ្សេងគ្នាទៀតបាទថ្ងៃមុនហ្នឹងយកឲ្យពួកសិស្សខ្ញុំមើលហ្នឹងខ្លាចពួកគាត់អត់ជឿបាទឃើញថាថ្នាក់ណាបានឃើញខ្លះមើលបាទថ្នាក់ A ដោយសារខ្ញុំកាន់ថ្នាក់ A អញ្ចឹងឃើញថាយើងសរសេររួចហើយយើងចាប់ដើមធ្វើការឆ្លុះបញ្ចាំងពីដំណាក់មួយទៅដំណាក់មួយប្រៀបធៀបស្នាដៃខ្លួនឯងប្រៀបធៀបនឹងអ្នកនិពន្ធដូចគ្នាអ្នកនិពន្ធជំនាន់មុនប្រៀបធៀបនឹងអ្នកនិពន្ធក្នុងតំបន់ទៀតបាទនៅពេលដែលយើងឃើញហ្នឹងយើងបោះពុំអត់ខៅទេបាទមានបងប្អូនយើងហ្នឹងលើកទឹកចិត្តថាបោះពុំទៅបាទតែយើងបោះពុំវាអត់កើតបាទយើងអត់ចង់បានលុយពួកគាត់ទេបាទដូចខ្ញុំថាយ៉ាងហ្នឹងហើយទី1គាត់ខាត់លុយទិញហើយទី2គាត់ទៅខាត់ពេលវេលាទៀតព្រោះការដែលខ្ញុំសរសេរហ្នឹងយើងនៅក្មេងខ្ចីបាទខ្ញុំនៅទៅចប់ទី12ខ្ញុំអត់កាលហ្នឹងបើខ្ញុំសរសេរពីរឿងស្នេហាខ្ញុំគិតថាខ្លួនឯងអត់ទាន់មានស្នេហាផងអត់ទាន់យល់ពីអាសភ័ណនៃក្តីស្រឡាញ់ផងខ្ញុំគ្រាន់តែឃើញគេនិយាយតាមវីដេអូតាមខ្សែភាពយន្តអីចឹងបាទអញ្ចឹងវាក្មេងខ្ចីពេកបាទយើងធ្វើឲ្យកើតបាទអញ្ចឹងបោះពុំអត់បានទេបាទយើងត្រូវຕົកចោលបាទក៏ប៉ុន្តែអាហ្នឹងថាវាជា step មួយជំហានយើងម្ដងតិចមកបាទយើងបានទៅនេះមិនមែនថាអាហ្នឹងវាអត់ប្រយោជន៍ទេបាទមានថាយើងត្រូវឆ្លងកាត់វាសិនបាទយើងត្រូវឆ្លងកាត់វាម្ដងហ្នឹងអញ្ចឹងអ្នកសរសេរទី1ត្រូវកំណត់អត្តសញ្ញាណខ្លួនឯងបាទទី2កាលណាយើងរកខ្លួនឯងឃើញហើយមានថាយើងផ្ដោតទៅលើទាំងការស្រាវជ្រាវទាំងការមានថាយើងមុជមើលទៅលើអាហ្នឹងបាទព្រោះធ្វើការឆ្លុះបញ្ចាំងបាទធ្វើការឆ្លុះបញ្ចាំងដើម្បីគុណភាពស្នាដៃរបស់យើងបើយើងអត់មានការឆ្លុះបញ្ចាំងទេហើយយើងមានអារម្មណ៍ថាយើងគ្រប់គ្រាន់ទេខ្ញុំគិតថាវាជារឿងមួយពិបាកដែរដូចខ្ញុំនេះបោះពុំស្នាដៃហ្នឹងទៅបាទខ្ញុំអត់សូវពេញចិត្តនឹងស្នាដៃខ្លួនឯងដដែលបាទការដែលយើងបោះពុំហ្នឹងយើងដូចជាមានមោទនភាពក្នុងខ្លួនឯងដែរតែបន្ទាប់ពីបោះពុំហើយមើលចូលមើលឡើងវានៅតែអត់ពេញចិត្តទៀតវាថាវាគួរតែមានអ្វីពិសេសជាងហ្នឹងទៀតបាទព្រោះគេចំណាយលុយទិញគេចំណាយលុយមើលវាមិនធំតែឲ្យគេខ្លាចជា fan យើងហ្នឹងគឺវាអត់កើតទេបាទក្នុងអក្សរសិល្ប៍អញ្ចឹងស្នាដៃដែលខ្ញុំសរសេរឡើងមកខ្ញុំផ្ដោតទៅលើអ្នកអានភាគច្រើនជានិស្សិតហើយនិងអ្នកស្រាវជ្រាវអក្សរសិល្ប៍បាទសម្រាប់អ្នកដែលគាត់ស្វែងរកការកំសាន្តវិញគឺសភៅខ្ញុំមិនស័ក្តិសមសម្រាប់គាត់ទេបាទដោយសារយើងសេតបាទ color យើងគឺអញ្ចឹងបាទស្នាដៃយើងអញ្ចឹងទៅពិចារណាសិស្សនិស្សិតហើយនឹងអាចជាអ្នកដែលការស្រាវជ្រាវតាក់ទងនឹងអក្សរសិល្ប៍អីហ្នឹងគឺប៉ុណ្្នឹងបាទអញ្ចឹងទីផ្សារយើងរៀងចង្អៀតតិចហើយបាទយើងអត់សរសេរដើម្បីការកំសាន្តទេស្នាដៃខ្ញុំបាទសម្រាប់អ្នកស្វែងរកការអានដើម្បីការកំសាន្តសប្បាយខ្ញុំមិនលើកទឹកចិត្តឲ្យមើលសភៅខ្ញុំទេព្រោះខាត់ពេលវេលាបាទព្រោះអត់ស័ក្តិសមបាទអញ្ចឹងចង់សុំបងមកសំណួរទៀតមុននឹងប្រវែទៅកាន់បងប្អូនមិត្តនិស្សិតគីឡូមានអីសួរអញ្ចឹងណាដោយសារតែមានបងប្អូនមួយចំនួនឬក៏បុគ្គលខ្លះដោយសារតែយើងគិតអំពីអ្នកនិពន្ធគឺមានតម្លៃអញ្ចឹងក៏គាត់ចាប់ផ្ដើមឈិនឆាយប្រម៉ែប្រមោបដូរមកបានមកសភៅឈ្មោះគេដែរក៏តាំងនាមជាអ្នកនិពន្ធដើម្បីមានឈ្មោះបោះសម្លេងនឹងគេដែរអញ្ចឹងទៅអញ្ចឹងពីផងទៅតើ
បញ្ហាទាំងអស់ហ្នឹងអាចប៉ះពាល់ដល់គុណតម្លៃរបស់អ្នកនិពន្ធអត់ហើយទី2បើសិនជាឧទាហរណ៍ថានៅក្នុងប្រទេសយើងដកអ្នកនិពន្ធចេញដកគាត់ចេញមកក្រុមចោលមកអត់មានអ្នកនិពន្ធតើវានឹងប៉ះពាល់អីខ្លះនៅក្នុងសង្គមជាតិមួយនេះហើយវារង្គើបែបម៉េចមានពីរសំណួរហ្នឹងឲ្យទៅកាន់បងអញ្ចឹង បាទទី1តេតងទៅនឹងស្នាដៃដែលគាត់ប្រម៉ែប្រមូលមកហើយគាត់បត់ចំបពុំអានឹងវាជារឿងលក្ខណៈបុគ្គលបងបាទបើគាត់ធ្វើអញ្ចឹងមានន័យថាស្នាដៃរបស់យើងគឺអ្នកអានទេអ្នកដាក់បន្ទុកឲ្យយើងបាទយើងកែផុតទេបាទព្រោះយើងចេញផ្សាយទៅវាមានអ្នកសរសើរអ្នកដែលរិះគន់បាទតែការពិតយ៉ាងណាគឺអ្នកអានហ្នឹងឯងបាទអ្នកវិតម្លៃបាទយើងជាបែបណាយើងមិនបាច់និយាយខ្លួនយើងទេព្រោះអ្នកអានជាអ្នកដាក់បន្ទុកបាទអាហ្នឹងខ្ញុំទុកឲ្យអ្នកអានដែលមើលស្នាដៃបែបណាគាត់អ្នកដាក់បន្ទុកនេះក៏ទៅបាទសូម្បីតែខ្លួនខ្ញុំផ្ទាល់អញ្ចឹងបាទអញ្ចឹងអ្នកអានគាត់មើលដាក់បន្ទុកបែបណាគឺជារឿងផងអ្នកអានបាទព្រោះយើងសរសេរសម្រាប់អ្នកអានហ្នឹងឯងបាទយើងទទួលយកមកបាទហ្នឹងទុកនេះទៅបាទទី2បើសិនជាសង្គមមួយដែលគ្មានអ្នកនិពន្ធខ្ញុំគិតថាវាពិបាកដែរបាទព្រោះអ្នកនិពន្ធជាអ្នកកសាងនៅស្នាដៃអក្សរសិល្ប៍និងរឿងរ៉ាវផ្សេងៗទៀតអញ្ចឹងបើសិនជាអក្សរសិល្ប៍ទេបាទវាចរន្តសភៅហ្នឹងវាអត់មានហ្មងការអត់មានវាការអានគឺបាត់ហើយការស្រាវជ្រាវផ្សេងៗហ្នឹងគឺវាអត់មានដែរអញ្ចឹងបាទវាប៉ះពាល់ធ្ងន់ធ្ងរហ្មងបាទព្រោះសម្បីតែសភៅយើងរៀនក្នុងកម្មវិធីសិក្សាក៏មានអ្នកនិពន្ធដែរអញ្ចឹងបើអត់អ្នកនិពន្ធវាអត់មានសភៅហ្មងអត់មានផលិតទេបានទេបាទអញ្ចឹងគឺជារឿងប៉ះពាល់ខ្លាំងទៅលើដល់វិស័យអក្សរសិល្ប៍វិស័យវប្បធម៌វិស័យភាសាហ្នឹងឯងបាទព្រោះអត់មានអីទាំងត្រូវរៀនបន្តអត់មានអីនឹងត្រូវស្រាវជ្រាវបន្តនឹងមានអីបំបែកកំណត់ប្រមូលផ្ដុំអីទេគឺអត់មានទេបាទអរគុណបងសុំថែមតិចតកតងជាមួយនឹងលោកបងលើកមកមិញណាសួរទៅ Cameron តកតងជាមួយនឹងបើអត់មានអ្នកនិពន្ធទេណាតើវាទៅជាយ៉ាងណាហើយដូចអីដែលខ្ញុំបាននិយាយពីមុនមកអ្នកនិពន្ធគឺជាអ្នកដែលគាត់ផ្ទេរមានន័យថាផ្ទេរចំណេះដឹងផ្ទេរព័ត៌មានពីចំនួនមួយទៅចំនួនមួយហើយយើងសម័យមើលថាសង្គមយើងនឹងទៅជាបែបណាសង្គមយើងជាសង្គមស៊ីវិល័យមនុស្សយើងខុសពីសត្វគឺលក្ខណៈតែមួយនឹងឯងដោយសារតែសត្វមនុស្សយើងអាចផ្ទេរចំណេះដឹងពីមួយទៅមួយហើយយើងផ្ទេរចំណេះដឹងតាមណាដែលមានប្រសិទ្ធភាពបំផុតគឺសំណេរគឺជាមធ្យោបាយផ្ទេរចំណេះដឹងដែលធ្វើឲ្យសត្វមនុស្សដាច់ចេញពីសត្វផ្សេងសត្វពីអាណៈដទៃផ្សេងទៀតអញ្ចឹងដូចលោកបងបកទៅសំណួរមិញបើសិនជាអត់អ្នកនិពន្ធសង្គមយើងវាអត់ខុសអីពីសង្គមសត្វទេជាសង្គមអានស៊ីវិល័យជាសង្គមដែលអត់មានស៊ីវិល័យអញ្ចឹងបកទៅអ្វីដែលខ្ញុំនិយាយបន្តិចវិញថាមុននឹងយើងនិពន្ធដូច Cameron គាត់បានលើកមិញគាត់ថាដំបូងផុតយើងត្រូវស្គាល់ខ្លួនឯងខ្ញុំនិយាយថាយើងអានពិតជាសំខាន់អានដើម្បីអីក្រៅពីចំណេះដឹងដែលយើងយកទៅចិញ្ចឹមកាពះប្រកបមុខរបរគឺដើម្បីអីយើងអាចរកឃើញខ្លួនឯងនៅក្នុងសៀវភៅយើងអាចរកឃើញខ្លួនឯងនៅក្នុងអត្ថបទវាតលតែយើងរកឃើញខ្លួនឯងហើយចាំយើងនិពន្ធអញ្ចឹងដូចលោកប្អូននិយាយមិញថាមាននិពន្ធខ្លះគាត់ទៅចាប់បាច់អានោះបន្តិចយកអានោះបន្តិចយើងត្រូវចាំថាចុងក្រោយទៅស្អីដែលយើងបន្សល់ទុកវាជាយើងវាមិនមែនគ្រាន់តែជាសៀវភៅជាឧបករណ៍ដើម្បីរកលុយទេតែយើងបន្សល់ហ្នឹងគឺជាបន្សល់ផ្នែកនៃជីវិតរបស់យើងស្លាប់ទៅអីក៏បន្សល់ដែរតែបើសិនជាយើងអាចបន្សល់មួយសៀវភៅមួយក្បាលយើងគឺជាសៀវភៅនឹងហើយអញ្ចឹងយើងមិនមែនចេះអានឹកឃើញនិពន្ធច្បាច់ខ្ញុំបកទៅវិញគំនិតរបស់យើងទាំងអស់វាអត់មែនជាគំនិតរបស់យើងទេគំនិតរបស់យើងទាំងអស់សិតតែជាគំនិតដែលយើងអានដែលយើងដើរយើងជួបយើងយកមកសំយោគយើងយកមកត្រេះរិះពិចារណាហើយយើងយកសំយោគបើយើងនិយាយថាយើងអត់ copy សោះក៏វាអត់ត្រូវដែរព្រោះយើងកាត់ញ៉ាមកយើងមានអីមកអត់មានទេគឺយើងទៅយកពីអ្នកជុំវិញបន្តិចយកមកសំយោគតែឲ្យច្បាស់ថាវាឆ្លងកាត់ការសំយោគរបស់យើងសិនឆ្លងកាត់ការសំយោគអានេះសិនទៅយើងសរសេរចេញមកដើម្បីឲ្យយើងវាគប្បីទី1ជាមួយខ្លួនឯងហើយដូចវ៉ាន់ដេនិង Cameron និយាយមិញអញ្ចឹងឲ្យគប្បីជាមួយនឹងអ្នកអានមិនអញ្ចឹងហ៎គប្បីនឹងខ្លួនឯងព្រោះដូចខ្ញុំនិយាយអញ្ចឹងចុងក្រោយទៅយើងអត់មានសល់អីទេបើយើងមកជាតិនេះសល់សភៅមួយក្បាលគឺមួយសភៅមួយក្បាលហ្នឹងហើយមិញខ្ញុំនិយាយពីជនជាតិឆ្វេងគុណសម្បត្តិជនជាតិឆ្វេងលក្ខណៈពិសេសរបស់ជនជាតិឆ្វេងខ្ញុំអត់ប្រហែលជារឿងមិនពិតទេខ្ញុំឮថាគ្រប់ជនជាតិឆ្វេងទាំងអស់មួយជាតិនេះគេបដិញ្ញាយ៉ាងហោចណាស់គេសរសេរសភៅឲ្យបានមួយក្បាលសភៅនោះវាមិនខ្វល់ថាជាផ្នែកអីទស្សនៈឬសំបីតែសភៅកត់ត្រាពីជីវិតប្រចាំថ្ងៃរបស់ខ្លួនដូចខ្ញុំបញ្ជាក់អញ្ចឹងចុងក្រោយទៅយើងអត់មានសល់អីទេតែបើសិនជាយើងអាចបន្សល់សភៅមួយក្បាលបាទទោះបីជាសភៅនោះមិនត្រូវបានយកទៅបោះពុំលក់ជាសាធារណៈក៏ដោយយ៉ាងហោចណាស់បើយើងមានចំនួនក្រោយរបស់យើងកូនយើងក្មួយយើងចៅយើងក៏ជារបស់ដែលឲ្យពួកគេអានដើម្បីស្គាល់ថាយើងរស់នៅដោយរបៀបណា
រស់នៅដោយរបៀបណាអញ្ចឹងបកមកវិញតាក់ទងជាមួយនឹងការនិពន្ធដំបូងបំផុតសំខាន់ជាងការអានទៀតគឺការរកឃើញឲ្យខ្លួនឯងតែយើងសុកអង្គុយស្រាប់តែរកឃើញខ្លួនឯងអត់ទេគឺយើងត្រូវទៅអានជួនកាលយើងរកឃើញខ្លួនឯងនៅក្នុងសិភៅមួយក្បាលឬមួយនៅក្នុងប្រយោគមួយឃ្លាណានោះវិញអញ្ចឹងខ្ញុំចែកតែប៉ុណ្ណឹងសិនបាទឬថាពាក្យមួយឃ្លារបស់អ្នកនិពន្ធអាចផ្លាស់ប្ដូរគំនិតផ្លាស់ប្ដូរព្រេងវាសនាយើងក៏ថាបានដែរអញ្ចឹងណាតែឥឡូវយើងកំពុងតែស្រែកក្តែងប្រឆាំងជាមួយនឹងសំឡេងឆាកតន្ត្រីអីចឹងអញ្ចឹងងាកទៅកាន់បងប្អូនអ្នកស្ដាប់វិញបាទមានសំណួរចូលរួមសួរមកកាន់បង speaker វាគ្មិនរបស់យើងទេសំណួរមកសេរីអាចសួរបានតោះបងជាដំបូងខ្ញុំសូមគោរពដល់លោកគ្រូស៊ូខេមរិនក៏ដូចជានាងខ្វិនទាំង3រូបហើយនិងលោកពូផងដែរចំពោះនាងខ្ញុំសូមសួរសំណួរសរុបទាំង3សំណួរទាំងម្ដងដោយសារខ្ញុំស្ដាប់មិញហើយខ្ញុំមានចម្ងល់ខ្លះចង់សួរសំណួរទី1តកតងទៅនឹងការតែងនិពន្ធក៏ដូចជាតកតងទៅនឹងអក្សរសិល្ប៍យើងនឹងហៅថានិយាយរំទៅសប្តាហ៍ថ្ងៃហ្នឹងតកតងទៅនឹងការអានសភៅក៏ដូចជាការស្ដាប់រឿងអក្សរសិល្ប៍អីគឺមានការធ្លាក់ចុះហើយអ្នកដែលចាប់យកជំនាញតកតងនឹងអក្សរសាស្ត្រខ្មែរអីក៏ពេលខ្លះគាត់គិតថាជំនាញហ្នឹងអត់ស័ក្តិសមនឹងគាត់ពេលខ្លះវាអត់ត្រូវនឹងតម្រូវការទីផ្សារអីចឹងហើយខ្ញុំឆ្ងល់ថាតើអ្នកនិពន្ធក៏ដូចជាអ្នកដែលធ្វើការតកតងទៅនឹងខាងអក្សរសិល្ប៍អក្សរសាស្ត្រហ្នឹងគាត់មានអ្វីដែលថ្មីដើម្បីតាក់ទាញឲ្យប្រជាពលរដ្ឋខ្មែរហ្នឹងមានចំណាប់អារម្មណ៍ទៅខាងហ្នឹងវិញណាអាហ្នឹងសំណួរទី1ហើយសំណួរមួយទៀតតកតងទៅនឹងលោកពូដែលបាននិយាយថាបើសិនជាយើងអានយើងបានប្រើការគិតវែងឆ្ងាយប៉ុន្តែបើយើងស្ដាប់យើងបានតែត្រឹមការនិយាយរបស់គេតែប៉ុន្តែចំពោះខ្ញុំផ្ទាល់គឺខ្ញុំគិតថាខ្លួនឯងអានអត់សូវបានគិតច្រើនដល់ពេលស្ដាប់គេនិយាយទៅជាយល់ច្រើនជាងអានអញ្ចឹងខ្ញុំឆ្ងល់ថាតើមកពីការគិតរបស់ខ្ញុំវាអត់ទាន់វែងឆ្ងាយឬមួយក៏មកពីគេនិយាយទៅក្បោះក្បាយល្អធ្វើឲ្យយើងយល់ជាងការអានឬមួយក៏សភៅដែលយើងអានហ្នឹងវាអត់ទាន់អាចឲ្យយើងស៊ីជម្រៅបានប៉ុណ្ណឹងខ្ញុំមានសំណួរប៉ុណ្ណឹងអរគុណបាទអញ្ចឹងតន់សំណួរឯងបងទី1គាត់សួរថាដោយសារតែឥឡូវនេះមានការបំបាក់ទឹកចិត្តច្រើនអត់សូវមានទីផ្សារទៅលើវិស័យនិពន្ធឬក៏អក្សរសាស្ត្រខ្មែរអញ្ចឹងខាងបងឃើញអ្នកនិពន្ធពិបាករស់ខ្លាំងដែរពេលខ្លះសេដ្ឋកិច្ចមិនសូវល្អប្រសើរអញ្ចឹងតើយើងមានអីគេជាការលើកទឹកចិត្តទៅកាន់បងប្អូនជំនាន់ក្រោយឲ្យចាប់ទៅលើវិស័យអ្នកនិពន្ធហើយទី2ទៅលើលោកគ្រូតែម្ដងបាទអញ្ចឹងទៅទី1សិនសួរទី1វិញចង់សួរដូចបងពេជ្រនិយាយហ្នឹងបាទតាមពិតទៅខ្ញុំសង្កេតឃើញនៅមើលរយៈចុងក្រោយនេះអ្នកបពុំសភៅនឹងមានការកើនឡើងមែនទែនហ្មងបាទខ្ញុំអត់ដែលបានចូលរួមតាំងពីពណ៌សភៅអីឲ្យបានជាក់លាក់ម្ដងណាទេបាទធ្លាប់ចូលដោយចៃដន្យម្ដងតែខ្ញុំមើលតាមរយៈ Facebook ហ្នឹងឃើញថាមាន publisher មានស្តង់ច្រើនណាបាទហើយអ្នកនិពន្ធដែលកើតថ្មីចឹងនេះក៏ច្រើនដែរបាទខ្ញុំគិតថាប្រហែលជាមិនទេបាទពួកអ្នកនិពន្ធលើកំពុងតែរីកដុះដាលច្រើនបាទអាហ្នឹងបើតាមការសង្កេតរបស់ខ្ញុំផ្ទាល់បាទហើយភ្ជាប់នឹងសំណួរនឹងដែរបើចង់សួរថាធ្វើម៉េចដើម្បីឲ្យមនុស្សចង់ខ្លាយជាអ្នកនិពន្ធអាហ្នឹងវាមានប្រហែលជាមានកត្តា 2-3 រឿងដែរបាទទី1អាចរាជរដ្ឋាភិបាលយើងបាទលើកស្ទួយអ្នកនិពន្ធបាទឲ្យតម្លៃទៅលើពួកគាត់ខ្ញុំធ្លាប់មើលរឿងអាមេរិកមួយមិនចាំចំណងជើងនឹងរឿងហ្នឹងទៅសេអំពីការលើកតម្លៃរបស់អ្នកនិពន្ធបាទតួអង្គជាអ្នកនិពន្ធហ្នឹងពេលដែលទៅណាហ្នឹងអូ fan សុំថតទៅបាទអញ្ចឹងធ្វើឲ្យមនុស្សហ្នឹងចង់ខ្លាយអូជាអ្នកនិពន្ធអីចឹងដែរបាទហើយទី2នោះគឺតកតងទៅនឹងអ្នកនិពន្ធខ្លួនឯងដែរបាទខ្ញុំគិតថាបើសិនជាអ្នកនិពន្ធខ្លួនឯងកសាងស្នាដៃបានល្អទោះបីនៅក្នុងរូបភាពបែបណាក៏ដោយអ្នកអាននៅតែមានដកជាប់ក្នុងដួងចិត្តចឹងហើយបាទដូចជាម៉ាក់ខ្ញុំធ្លាប់ប្រាប់ខ្ញុំថាទោះបីជាកូនឯងសរសេរទៅមានអ្នកអានតែម្នាក់ក៏កូនឯងត្រូវតែសរសេរដែរបាទហើយគាត់ថាមិនម្នាក់ទេទោះបីជាគ្មានអ្នកអានសោះក៏កូនឯងត្រូវសរសេរអ្វីដែលជាខ្លួនឯងហ្នឹងដែរបាទហើយខ្ញុំនៅចាំចឹងហើយបាទអញ្ចឹងការរកឃើញខ្លួនឯងហ្នឹងគឺជារឿងសំខាន់ណាស់បើយើងមានអ្វីឆ្ងាញ់ឲ្យគាត់យើងរកយើងឃើញយើងនឹងសរសេរទៅវាបានល្អអ្នកអានគាត់នឹងនៅបន្តមើលបាទអាហ្នឹងយើងបដោតថាការតែងនិពន្ធមិនមែនបដោតទៅលើទៅនេះមួយទេបាទអ្នកណាគាត់ទៅខាងទេសនាវិជ្ជាទៅអ្នកណាទៅខាងវិទ្យាសាស្ត្រទៅអ្នកណាខាងមនោចេតនាទៅបាទមិនមែនថាតើសរសេររឿងសង្គមបានជាអ្នកនិពន្ធល្អមិនមែនអញ្ចឹងទេបាទវាផ្សេងគ្នាបាទអ្នកខាងការសកម្មគាត់ស្រាវជ្រាវឃើញគាត់ចង់ក្រងទៅបាទអញ្ចឹងវាមានប្រយោជន៍រៀងខ្លួនអញ្ចឹងបាទហើយខ្ញុំគិតថាវាប៉ុណ្្នឹងតែបើគិតថាឲ្យថាជាអ្នកនិពន្ធអត់សូវសម្បូរសងៃគិតថាដូចជាមិនមែនអញ្ចឹងទេបាទទី1ហើយរឿងមួយទៀតនោះតើតើនឹងការចង់ខ្លាចជាអាជីពអ្នកនិពន្ធខ្លួនខ្ញុំផ្ទាល់ទេបាទកាលពី20ឆ្នាំមុនហ្នឹងខ្ញុំរាប់តាំងចិត្តថាធ្វើជាអ្នកនិពន្ធអាជីពហ្មងបាទអត់ចង់ធ្វើអីផ្សេងទៀតទេបាទតែបន្ទាប់ពីយើងប្រឡូកមកប្រើទៅកាន់ភ្នំពេញទៅរកឃើញថាអូមិនអាចរស់បានទេបាទកាលហ្នឹងខ្ញុំព្យាយាមតាំងចិត្តខ្លួនឯងថា
ការនឹងប្រងសរសេរបំបីឯកតេកម្មផលលោកគង់មិនជឿនេះណាបានជាក្នុងចន្លោះឆ្នាំ2005ដល់ឆ្នាំ2011ហ្នឹងខ្ញុំសរសេរស្នាដៃច្រើនណាព្រោះដោយសារខ្ញុំតាំងចិត្តថាធ្វើជានិពន្ធអាជីពហើយបំបីឯកតេកម្មផលលោកគង់មិនជឿបាទតែក្រោយមកយើងរកឃើញអូអត់បានទេយើងបដូរខ្លួនឯងបាទយើងលែងសរសេរសម្រាប់ទីផ្សារយើងសរសេរដើម្បីអក្សរសិល្ប៍វិញម្ដងបាទហើយសំណួរទី2បាទជាឲ្យចំបងច្រើនជាងបាទបាទសំណួរអូនខ្ញុំសង្ខេបមកវិញមានអូនសួរថាអីដែលខ្ញុំនិយាយថានៅពេលដែលយើងអានយើងមិនពេលគ្រប់គ្រាន់ខ្ញុំនិយាយថាល្អជាងមធ្យោបាយផ្សេងក្នុងការទទួលបានចំណេះដឹងមិនអញ្ចឹងខ្ញុំនិយាយតិចខ្ញុំនិយាយពីការសរសេរនិងការនិយាយខ្ញុំអត់តនិយាយការអាននិងការស្ដាប់ទេខ្ញុំនិយាយថាដូច Cameron គាត់មកនិយាយប្រហែលជាយើងមើលសភៅគាត់យើងមើលទៅយើងជក់ចិត្តជាងអ្វីដែលគាត់និយាយច្រើនណាព្រោះមុននឹងគាត់សរសេរមួយគាត់ប្រើពេលមែនតើការនិពន្ធរបស់គាត់ខ្លះ5 6ឆ្នាំគាត់រំទម្លាក់គំនិតមួយទម្លាក់ប្រយោគមួយទៅលើសភៅទៅលើ clear ទៅលើអត្ថបទមួយអញ្ចឹងណាគាត់ចំណាយពេលច្រើនមែនតើតែការនិយាយជួនកាលខ្ញុំនិយាយអំពីការនិយាយខ្ញុំក៏អ្នកនិយាយអ្នកទាំងអស់គ្នាក៏សិតតែនិយាយហើយអ្នកនិយាយចែករំលែកនៅលើ Facebook ជាច្រើនមែនតើជួនកាលនិយាយទៅទាំងខុសក៏និយាយដែរអត់បានទាំងពេលទាំងកែខ្លួនឯងហើយព្យាយាមកែនៅកំហុសរបស់ខ្លួនឯងទៀតព្រោះគាត់គ្មានពេលគ្រប់គ្រាន់នឹង reflect ខ្លួនឯងក្នុងការនិយាយផងទេដូចខ្ញុំនិយាយពេលនេះជួនកាលក៏អញ្ចឹងដូចគ្នាតែការសរសេរគឺយើងចំណាយពេលច្រើនមែនតើអូនច្រើនមែនតើទៅក្នុងការសរសេរនឹងខ្ញុំនិយាយអំពីជ្រុងអ្នកដែលសរសេរនិងអ្នកដែលនិយាយក្នុងការចែករំលែកចំណេះដឹងទៅចូលទៅដល់ជ្រុងអ្នកអានឬអ្នកស្ដាប់វិញអូននិយាយថាខ្ញុំស្ដាប់ភាគច្រើនវាចូលជាងខ្ញុំសង្កេតឃើញថាយុវជនបច្ចុប្បន្នគាត់មិនមែនស្ដាប់យកចំណេះដឹងគាត់ស្ដាប់យកត្រូវចិត្តច្រើនជាងគាត់ស្ដាប់យកស្ដាប់ទៅអ្នកនឹងនិយាយត្រូវចិត្តគាត់មានអារម្មណ៍ថាល្អតែទីបំផុតទៅវាពិតជាផ្ដល់ចំណេះដឹងកែប្រែជីវិតគាត់បានឬអត់ដូចជាមិនកែប្រែប្រមាណទេតែស្ដាប់ទៅត្រូវស្ដាប់ទៅអូខេល្អអ្នកនឹងនិយាយបានល្អមែនល្អរឿងអីល្អរឿងព្រោះខ្ញុំក៏គិតអញ្ចឹងដែរខ្ញុំគិតអញ្ចឹងដែរអ្នកឯងនិយាយអញ្ចឹងហើយរៀបពាក្យពេចន៍បានល្អជាងខ្ញុំអូខេល្អនឹងជាបញ្ហារបស់អ្នកស្ដាប់តែសួរតែស្ដាប់វាមិនល្អវាល្អក៏ប៉ុន្តែអូនគិតមើលថាគំនិតមួយយើងគ្រាន់តែស្ដាប់មករាវទៅអញ្ចឹងទៅស្ដាប់តែយើងយល់អ្វីគ្រប់យ៉ាងឬមួយយ៉ាងម៉េចខ្ញុំឧទាហរណ៍មួយក្មួយខ្ញុំអាយុ7 8ឆ្នាំគាត់អង្គុយមើលរឿងគាត់សុំទូរស័ព្ទយកទៅមើលរឿងខ្ញុំថាឲ្យមើលបាន10 នាទីគាត់យកទៅដល់គាត់យកតែអាគេសម្រាយរឿងយកមកមើលខ្ញុំថាឲ្យមើលសម្រាយរឿងហ្នឹងបានប្រយោជន៍អីគាត់ថាអេល្អមើលយល់ខ្ញុំគិតមកវិញអ្នកនិពន្ធរឿងមួយទៅនិពន្ធចំណាយពេលរាប់ឆ្នាំដើម្បីនិពន្ធរឿងមួយអ្នកដឹកនាំរឿងចំណាយទៅលើតួថតរាប់ខែរាប់ឆ្នាំបានចេញជារឿងមួយស្រាប់តែយើងទៅដល់យករឿងសម្រាយមកមើលដើម្បីអីមើលទៅយកទៅបរោះមើលយកទៅកំសាន្តអារម្មណ៍បើសិនជាយើងគ្រាន់តែស្ដាប់ដើម្បីកំសាន្តអារម្មណ៍ដើម្បីត្រូវតែចិត្តខ្លួនឯងច្បាស់ណាស់ការស្ដាប់គឺជាមធ្យោបាយល្អបំផុតមួយបូកជាមួយនឹងការមើលតែមើលជាវីដេអូក៏ប៉ុន្តែការអានដូចខ្ញុំនិយាយពីជ្រុងនេះសរសេរគឺគាត់ប្រើពេលវេលាច្រើនមែនទែនដើម្បីសរសេរចំណែកអ្នកនិយាយក៏អាចបានទេជួនកាលគាត់គិតមកច្រើនដែរតែនៅពេលដែលគាត់និយាយជួនកាលខុសជួនកាលត្រូវគាត់អត់មានពេលគ្រប់គ្រាន់ក្នុងការពិចារណាអញ្ចឹងដំរីជើង4គង់មានផ្្លាត់តែវាផ្្លាត់ខ្លាំងនៅពេលដែលយើងអត់មានពេលក្នុងការគិតពីវាអញ្ចឹងចូលដល់អ្នកអានវិញអូនឯងអានមក clear បើសិនជាអូនឯងអានហើយទៅអ្នកខ្លះគាត់អួតដូចក្មួយខ្ញុំគាត់អួតខ្ញុំថាអូគាត់អានមួយអាទិត្យគាត់ជាប់មួយក្បាលខ្ញុំទាញសភៅយកមកសួរគាត់ហើយមិនបានអានលឿនម្លេះសួរឡើងសួរចុះគាត់អត់បានគិតអីគាត់អានយកចាំអូនឯងត្រូវគិតថាសម័យបច្ចុប្បន្នសម័យបច្ចេកវិទ្យាយើងអត់ត្រូវការមនុស្សដែលចាំទេយើងគ្មានសមត្ថភាពចាំជាងកុំព្យូទ័រចាំជាង AI ចាំជាងបច្ចេកវិទ្យាទេក៏ប៉ុន្តែមកដល់បច្ចុប្បន្ននេះខ្ញុំនិយាយទៅក្នុងប្រព័ន្ធអប់រំរបស់យើងទាំងមូលសិស្សបកាយគឺជាសិស្សអីសិស្សបកាយចាំហើយយើងដូចគ្នានៅពេលដែលយើងអាននៅពេលដែលយើងមើលដើម្បីតែចាំស្ដាប់ដើម្បីតែចាំឬមួយរៀនដើម្បីតែចាំវាអត់បានប្រយោជន៍អីនៅក្នុងជីវិតរបស់យើងវែងឆ្ងាយចំពោះការចិញ្ចឹមកាពះអូខេចិញ្ចឹមកាពះប្រកបមុខរបរចិញ្ចឹមកាពះអូខេយើងចាំយើងយកទៅទិញប្រាប់គេទៅពេលប្រឡងយើងបកែចាំយើងជាប់បានបន្ទូល្អទៅតែនៅពេលដែលយើងប្រឡូកចូលទៅក្នុងសង្គមវារឿងផ្សេងចាំមិនអាចដោះស្រាយបញ្ហាបានទេនឹងទី1ទី2បើសិនជាយើងអត់បានបវលយើងខ្ញុំនិយាយអាក្រក់ស្ដាប់បវលខួររបស់យើងបវលខួររបស់យើងឲ្យច្រើនចុំទៅលើគំនិតមួយ clear មួយទី1យើងអត់គប្បីជាមួយអ្នកអានដែលគាត់ចំណាយពេលមិនតិចទេដើម្បីសរសេរពាក្យហ្នឹងយើងអត់គប្បីជាមួយអ្នកអានទេទី2យើងអត់គប្បីជាមួយនឹងខ្លួនឯងយើងសន្មត់ថាយើងចេះយើងចាំយើងយល់តែទីបំផុតទៅប្រើបានជាប្រយោជន៍អីដូចក្នុងសង្គមយើងបច្ចុប្បន្នគេថាអូអ្នកចេះដឹងច្រើនណាស់តែបើសិនជាណៃចាញ់ពីជ្រុងក្រុមហ៊ុន
ចាញ់ពីជ្រុងអ្នកដែលទៅជ្រើសរើសបុគ្គលិកយកមកធ្វើការវិញអនឯងដឹងថារោអ្នកចេះអត់បានហេតុអីព្រោះម្នាក់គិតតែខ្លួនឯងចេះស្ដាប់ហើយគិតតែខ្លួនឯងយល់ហើយតែទីបំផុតទៅគឺអត់យល់ទេយើងគ្រាន់តែច្រឡំតែខ្លួនឯងយល់ខ្ញុំបកមកវិញចំពោះខ្ញុំលើកទឹកចិត្តចំពោះការអានព្រោះយើងមានពេលវេលាគ្រប់គ្រាន់ឲ្យវាអញ្ចឹងសូមចែកម្លែកប៉ុណ្ណឹងជាដំបូងជម្រាបសួរលោកគ្រូជម្រាបសួរអ្នកទាំងអស់គ្នាបាទតេតងទៅនឹងការលើកឡើងរបស់លោកពូបាញ់មិញក៏ដូចជាលោកគ្រូអ្នកគ្រូបានលើកឡើងគឺថាគាត់ថាអានដើម្បីគិតតែចំពោះខ្ញុំគឺឃើញថានៅត្រង់ចំណុចខ្លះសភើខ្លះទៀតដែលខ្ញុំបានអានគឺអ្នកនិពន្ធខ្លះគឺគាត់ប្រើពាក្យពេចន៍ជ្រៅពេកដែលធ្វើឲ្យអ្នកនិពន្ធដែលដូចធ្វើឲ្យជាខ្ញុំអ្នកអានផ្ទាល់គឺពេលខ្លះគិតអត់ចេញទេតើក្នុងនាមជាអ្នកនិពន្ធតើយើងគួរតែបណ្ដុះគំនិតនិពន្ធបែបណាដើម្បីឲ្យអ្នកអានគាត់ងាយយល់ដឹងថាគាត់និពន្ធនោះគឺល្អហើយតែពេលខ្លះគាត់ប្រើពាក្យពេចន៍នៃការនិពន្ធរបស់គាត់គឺស៊ីជម្រៅពេកដល់ថ្នាក់ដូចជាខ្ញុំជាសិស្សធម្មតាដូចជាក្មេងៗដែលគាត់អានធម្មតាដូចជាយុវជនដូចខ្ញុំធម្មតាគាត់អានទៅអត់ងាយយល់ទេតើក្នុងនាមជាអ្នកនិពន្ធគាត់គួរមានវិធីសាស្ត្របែបណាក្នុងការធ្វើឲ្យសភើរបស់គាត់នោះពេលអានទៅគឺឆាប់យល់និងងាយទទួលបានចំណេះដឹងដែលជាការចងក្រងសភើរបស់គាត់នោះសូមអរគុណអូខេអញ្ចឹងជាដំបូងសូមជំរាបសួរបងទាំងអស់គ្នានិងវាគ្មិនអញ្ចឹងសំណួរខ្ញុំមានតែមួយទេហើយសំណួរនេះក៏ពាក់ព័ន្ធពីបងដែរដូចបងបាននិយាយថាសម័យនេះគឺសម្បូរអ្នកនិពន្ធមែនតើប៉ុន្តែបើសិនជាកលេចមកបច្ចុប្បន្ននេះគឺយើងឃើញថាការនិពន្ធរបស់ពួកគាត់ពីច្រើនទៅទំនោរបែបប្រឡោមលោកអញ្ចឹងយុវជនយុវវ័យមួយចំនួនដូចជាក្មេងៗគាត់ចាប់ពីច្រើនគាត់ទៅចាប់រឿងប្រឡោមលោកមកអានច្រើនប៉ុន្តែដូចជាក់ស្ដែងយើងផ្ដោតសំខាន់មួយពួកគាត់អត់បានអានទៅបែបអសរសិល្ប៍ទេប៉ុន្តែគាត់បែរមកប្រឡោមលោកហើយប្រឡោមលោកសម័យនេះដូចថាអ្នកអាននិពន្ធប៉ុន្តែមកពេលដែលគាត់អានហើយគាត់គាត់និពន្ធអានហើយនិពន្ធអានហើយនិពន្ធមកដល់ឥឡូវនេះចាប់ផ្ដើមមានរឿងពេលខ្លះអាចនឹងលើសពេកដូចថារឿងខ្លះគាត់អាចទៅសេដល់លក្ខណៈឆ្លងភពឬក៏លក្ខណៈសភៅខ្លះមកដល់បច្ចុប្បន្ននេះមានតណ្ហាច្រើនមែនតែននៅក្នុងសភៅអញ្ចឹងតើទាំងអស់នេះវាអាចប៉ះពាល់ដល់ការគិតរបស់យុវជនឬក៏សិស្សឬទាំងអស់គ្នាដែលសម័យនេះមែនតែនដែលអាចនឹងថាយើងត្រូវរបៀបណាឬក៏លើកទឹកចិត្តពួកគាត់បែបណាដើម្បីឲ្យគាត់បែរមកវិញទៅបែបអសរសិល្ប៍ឬមួយក៏ឲ្យពួកគាត់មានគំនិតក្នុងការអានរបៀបណាផងដែរបាទអរគុណលើកឡើងថានៅពេលដែលសភៅមួយចំនួនហ្នឹងទៅពាក្យពេចន៍ហ្នឹងរៀងខ្ពស់ពេកធ្វើឲ្យអ្នកអានមិនយល់បាទចំណុចនេះអ្នកនិពន្ធសម្រាប់ខ្ញុំផ្ទាល់គឺគាត់មិនអាចទម្លាក់អ្វីៗដែលគាត់មានទេបាទពេលពួកដែលគាត់សរសេរហ្នឹងគាត់សេតអ្នកអានរួចហើយថាអ្នកអាននៅក្នុងកម្រិតណាបាទអញ្ចឹងយើងខ្លួនឯងទេដែលត្រូវរើសសភៅណាឲ្យសមនឹងកម្រិតយើងបាទជាស្ដែងខ្ញុំធ្លាប់អានសភៅផុសទស្សនវិជ្ជារុក្ខធាតុនិយមផុសកាលម៉ាបាទកាលពី15ឆ្នាំមុនខ្ញុំអានអត់យល់ដែរបាទគេថាពាក្យពេចន៍ហ្នឹងវាជ្រៅពេកបាទអញ្ចឹងខ្ញុំត្រូវຕົកសភៅហ្នឹងសិនបាទហើយចាំ15ឆ្នាំក្រោយបាទខ្ញុំទៅសាក់អានលបងហ្នឹងអានភាសាទៀតបាទយើងយល់ជាងមុនបាទអញ្ចឹងនៅខ្ញុំលើកទឹកចិត្តថាបើសិនជាសភៅមួយណាដែលវាជ្រៅមិនស័ក្តិសមនឹងយើងទុកវាសិនបាទទៅអានសភៅណាដែលស័ក្តិសមជាមួយកម្រិតយល់ដឹងរបស់យើងបាទពួកអ្នកនិពន្ធគាត់មិនអាចទម្លាក់កម្រិតរបស់គាត់ពី level ទី12ឬក៏មក level ថ្នាក់ទី3ទេបាទមានតែគាត់សរសេរក្នុងកម្រិតណាគាត់នៅតែសេតក្នុងហ្នឹងពួក color របស់គាត់អញ្ចឹងបាទមិនអាចអញ្ចឹងទេបាទពួកដោយស្រាអញ្ចឹងអ្នកផលិតស្រាអញ្ចឹងបាទគេផលិតស្រាលំដាប់ណាក៏នៅហ្នឹងមិនអាចទៅលាយទឹកឲ្យបានទេដូចអ្នកញ៉ាំកាហ្វេអញ្ចឹងហីបាទយើងអត់ចេះញ៉ាំអាកម្រិតធ្ងន់អាចញ៉ាំអាស្រាទៅបាទអាហ្នឹងគឺចំឆ្លើយទៅប៉ុណ្្នឹងឆ្លើយដល់ខ្លីបាទអរគុណបាទលេខសំណួរអូនបន្តិចហើយក៏បន្ថែមលើអីដែល Cameron បាននិយាយមិញតាក់ទងនឹងបើតាមស្ដាប់សភៅដែលអានហើយអានអត់យល់ហ្នឹងប្រហែលជាសភៅទស្សនវិជ្ជាខ្ញុំនិយាយដោយ Cameron គាត់បានលើកមកអញ្ចឹងទស្សនវិជ្ជាវាមាន level របស់វាហើយអ្នកសរសេរយើងអាចកំងអ្នកសរសេរបានទេដោយសារតែអ្នកសរសេរគាត់មាន audience គាត់មានទស្សនិកជនរបស់គាត់ដែលត្រូវគាត់ពន្យល់ដោយគាត់ត្រូវគាត់ចង់កម្រិតខ្លួនគាត់ថាជាអ្នកនិពន្ធឲ្យសិស្សវិទ្យាល័យអ្នកអានស្រាប់តែយើងទៅរៀនបានបឋមស្រាប់តែយើងទៅកាន់យកសភៅវិទ្យាល័យយកមកអានច្បាស់ណាស់ថាយើងអានអត់យល់ទេទាំងរឿងមួយចេញពីជ្រុងយើងអ្នកអានយើងត្រូវ select ទៅមើល level របស់យើងមើលកម្រិតរបស់យើងតែអ្វីដែលខ្ញុំនិយាយចំពោះអ្នកនិពន្ធបច្ចុប្បន្នក៏ខ្ញុំនិយាយដូចគ្នាដែរនេះ message ចំពោះអ្នកនិពន្ធទេមានន័យថាខ្ញុំឃើញអ្នកនិពន្ធខ្លះគាត់មិនមែនចេញពីបេះដូងនៃការចែករំលែកអញ្ចឹង
លើកពីខាងដើមមិញដូចខេមរិនលើកពីខាងដើមបើសិនជាយើងគ្រាន់តែយកវាធ្វើអាជីពដើម្បីចិញ្ចឹមជីវិតយើងគ្រាន់តែនិពន្ធសភៅដើម្បីឆ្លើយតបជាមួយនឹងទំនោរសង្គមឬមួយអីយើងចេះនិពន្ធទៅវាអត់បានគិតអីដិតដល់ទេអាហ្នឹងបើសិនជាយើងយកវាទៅធ្វើជាអាជីពរបស់យើងក៏ប៉ុន្តែបើសិនបើវាជាបេសកកម្មមួយរបស់ជីវិតរបស់យើងថាមួយជាតិនេះស្អីដែលយើងចេះដឹងស្អីដែលយើងអានស្អីដែលយើងជួបប្រទេសក្នុងជីវិតរបស់យើងចង់ចែករំលែកយើងមានបេះដូងជាអ្នកចែករំលែកអញ្ចឹងយើងនឹងព្យាយាមសម្រាយពាក្យបើទោះបីជាយើងទៅសេឲ្យសិស្សវិទ្យាល័យក៏ដោយក៏ប៉ុន្តែយើងនឹងសម្រាយពាក្យនឹងឲ្យតាមតែអាចឲ្យស្រួលតាមតែអាចខ្ញុំសង្កេតឃើញសភៅច្រើនសភៅដែលបកប្រែក៏ដោយអ្នកនិពន្ធអីក៏ដោយគាត់ព្យាយាមលេងពាក្យច្បាស់ណាស់អ្នកនិពន្ធលេងពាក្យវាជារឿងសំខាន់ព្រោះការរំដំណែងនងនៃពាក្យការប្រើពាក្យដើម្បីទាក់ចិត្តអ្នកអានវាជារឿងសំខាន់ក៏ប៉ុន្តែគោលដៅចម្បងនៃសិភៅមិនមែនដើម្បីអានទេអានដើម្បីទទួលបានចំណេះដឹងអានដើម្បីទទួលបានព័ត៌មានអញ្ចឹងការលេងពាក្យរំដំណែងនងលេងពាក្យបច្ចេកទេសលេងពាក្យខ្ពស់វារឿងមួយសំខាន់ទៅហើយក៏ប៉ុន្តែយើងត្រូវដឹងថាគោលដៅរបស់យើងគឺឲ្យគេយល់ឲ្យគេទទួលបានព័ត៌មានអញ្ចឹងបើសិនជាគាត់មានបេះដូងជាអ្នកចែករំលែកគាត់នឹងសម្រាយពាក្យនឹងឲ្យសាមញ្ញតាមតែអាចអាហ្នឹងចំពោះអូនជាអ្នកអានចំពោះគ្នាយើងជាអ្នកអានផងនិងមួយទៀតគឺចំពោះអ្នកនិពន្ធផងឆ្លើយសំណួរអូនតាក់ទងជាមួយនឹងការនិពន្ធហ្នឹងណាហើយក៏វាស្តៀងគ្នាជាមួយនឹងនេះដែរខ្ញុំសង្កេតឃើញថាប្រសិនបើមនុស្សភាគច្រើនចាប់យកការនិពន្ធទៅធ្វើជាអាជីពហើយយើងដូចគ្នាទៅថ្ងៃមុខបើយើងត្រូវដឹងថាការនិពន្ធគឺជាការផ្ទេរចំណេះដឹងមិនមែនគ្រាន់តែជាអាជីពទេវាត្រូវអ្នកដែលផ្ទេរចំណេះដឹងនេះគឺជាអ្នកដែលយើងត្រូវយកមកថ្វាយអង្គមត្រូវជួបសាពះផងមិនអញ្ចឹងទៅដាក់លើធ្នើសាពះផងតែនៅពេលដែលយើងយកមុខរបរមួយនឹងមកធ្វើជាអាជីពចិញ្ចឹមកាពះរបស់យើងអញ្ចឹងយើងគិតតែនិពន្ធដោយស្របទៅតាមទំនោរទៅតាមទីផ្សារទៅតាមចំណង់ចំណូលចិត្តយុវជនអូននិយាយអញ្ចឹងជួនកាលរឿងអាភិះជួនកាលប្រឡោមលោកបែបដែតដងវាអត់បានប្រយោជន៍អីធ្វើឲ្យក្មេងកាន់តែដែតដងរឿងស្នេហាឥតប្រយោជន៍នៅវ័យដែលមិនគួរមានស្នេហាហ្នឹងហើយវានិយាយថាវាបំផ្លាញសង្គមជារួមបណ្ដោយសារតែស្អីដោយសារតែគាត់អត់មានបេះដូងជាអ្នកចែករំលែកទេអ្នកនិពន្ធដែលខាត់ត្រូវស្គាល់ខ្លួនឯងតើតែស្គាល់ខ្លួនឯងទៅយើងចង់ចែករំលែកហើយបើសិនជាយើងអត់តន់ស្គាល់ខ្លួនឯងទេយើងគ្មានបេះដូងចែករំលែកទេខ្ញុំណែនាំកុំតន់និពន្ធអីប្រសើរជាងកុំតន់និពន្ធអីប្រសើរជាងខ្ញុំខ្លួនឯងនេះព្យាយាមនិពន្ធដូចជា6ឆ្នាំហើយម្ដងរងហើយតែអត់ដែលចាញ់ជាសិភៅទេដូចខេមរិនក៏បាននិយាយអញ្ចឹងនៅពេលដែលយើងដើរដល់ដំណាក់កាលមួយថ្មីនៃជីវិតរបស់យើងចំណេះដឹងព័ត៌មានដែលយើងទទួលបានវាថ្មីតើយើងដឹងថាអូអាស្អីដែលយើងគិតកាលពី5ឆ្នាំមុន6ឆ្នាំមុន1ឆ្នាំមុនវាអត់ត្រូវទេអញ្ចឹងយើងជាអ្នកនិពន្ធបើយើងមានបេះដូងជាអ្នកចែករំលែកមែនយើងត្រូវតែនិពន្ធអ្វីដែលវាចេញពីអាស្អីដែលការយល់ដឹងយើងមិនមែនទៅសេអីដែលយើងអត់យល់ចេះតែសរសេរទេអញ្ចឹងវាតល់តែអ្នកនិពន្ធម្នាក់ចេញពីបេះដូងចែករំលែកទើបគាត់អត់ទៅសរសេរទៅពីទៅផ្ទះទៅដើម្បីឆ្លើយតបទៅទំនោរដើម្បីឆ្លើយតបជាមួយទីផ្សារចំណង់ចំណូលចិត្តរបស់យុវជនអញ្ចឹងខ្ញុំចែករំលែកប៉ុណ្ណឹងបងប្អូនបាទអាសាហើយ7 ម៉ោងអញ្ចឹងជាការបញ្ចប់ខ្ញុំសូមអរគុណការចូលរួមរបស់អ្នករាល់គ្នាពីព្រោះរបៀបបែបនេះ50ឆ្នាំមិនដឹងឃើញម្ដងអត់ផងយើត្រង់យើងពិតជារីករាយណាស់ការសម័យមុនមានលោកតាក្រុមងុយគាត់ដើរបង្រៀនដើរទូមានតែសម័យនេះក៏លើកទឹកចិត្តឲ្យអ្នកមានគំនិតជ្រៅជ្រះក្នុងការជំរះនៅភាពល្ងងរបស់ក្មួយបានក្មួយបើសិនជាព្យុះរំជួយដីកិច្ចផុតតែល្ងងកិច្ចបំផុតមានថាព្យុះរំជួយដីយើងកិច្ចបំផុតទេវាកើតឡើងដោយយថាហេតុតែបើល្ងងនេះកិច្ចផុតគួរព្យាយាមកិច្ចដោយការស្ដាប់ការអាននិងការច្រាវជ្រាវនេះឯងអញ្ចឹងខ្ញុំជាអ្នកដឹកសភៅទូទាំងប្រទេសសូមអរគុណដល់អាជ្ញាធរខេត្តកំពង់ធំប្រជាជនទាំងអស់ដែលបានសហការជាមួយនឹងទេសចរអំណានឲ្យទីលានរៀបចំសភៅរាប់ពាន់ក្បាលឲ្យអ្នកអាននៅកំពង់ធំបានភ្លក់រសជាតិសភៅដែលខ្ញុំដឹកមកហើយជាពិសេសថែមទាំងបង្កបរិយាកាសឲ្យពួកយើងកាន់ក្បាលមេក្រូដោយសេរីក្នុងការចែករំលែកនៅគំនិតឲ្យកាន់មិត្តអ្នកអានអ្នកស្ដាប់ទាំងអស់នេះបានការត្រេះរិះដ៏ល្អសម្រាប់យុវជនខ្មែរយើងថ្មីត្បិតថាយើងធ្វើនៅក្នុងកម្រិតតូចក៏ប៉ុន្តែពន្លឺរបស់វានឹងភ្លឺនៅថ្ងៃក្រោយសម្រាប់អ្នកដែលមើលនៅឆ្ងាយហើយខ្ញុំសូមអរគុណដល់អ្នកដែលមានវត្តមាននៅទីនេះដែលបានស្ដាប់ពីអត្ថបទមួយដែលយើងនិយាយថាអ្នកអានខ្លាយជាអ្នកសរសេរប៉ុន្តែអ្នកអានមិនត្រឹមខ្លាយជាអ្នកសរសេរខ្លាយជាអ្នកបកកែគិតទៀតគិតទៅដោះស្រាយបញ្ហារបស់ជីវិតនឹងឯង
ខ្ញុំជាអ្នកអានម្នាក់ទឹកខ្ញុំអាចនិយាយភាសានេះបានពីព្រោះប្រសិនបើខ្ញុំមិនមែនជាអ្នកអានទេខ្ញុំគិតរឿងឈួតនេះអត់ចេញទេអារឿងដឹកសភៅគេអាននេះចឹងអានេះក៏ជាការមួយដែលខ្ញុំចេញពីការអានដែរអរគុណច្រើនសម្រាប់វាគ្មិនកិត្តិយសដែលបានចែករំលែកពេលវេលារបស់ពួកយើងនៅចិត្តចូលឆ្នាំនេះណាចឹងអរគុណច្រើនសម្រាប់ការស្ដាប់មានតែប៉ុណ្្នឹងទេ